บทสำเนียงนี้ធ្លាប់រៀបការជាមួយរពន្ធដល់ទៅ98នាក់មកហើយតែប៉ុន្តែបានពន្មានផងពួកគេក៏នាំគ្នាដាច់ខ្យល់ស្លាប់អស់ដូច្នេះហើយទើបគាត់សម្រេចចិត្តរៀបការជាមួយប្រពន្ធទី99បន្តទៀតស្របពេលដែលណាមីកាអេដូញ៉ាបានទៅបង្កើតចម្លោះជាមួយលោកបារ៉ុនបេនឌឺសានដឺសិនដើម្បីសងសឹកលោកបារ៉ុនបេនឌឺសានក៏បានសម្រេចចិត្តលើកូនស្រីខ្លួននឹងឲ្យទៅបរិសនោះពេលដំណឹងនេះណាមីកាអេដូញ៉ាមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះមានពេកអស្ចារ្យបារាមថាហ្សុកម្នាក់នេះជាមនុស្សខខៃណាស់ប្រពន្ធទាំង98នាក់មុនសុទ្ធតែស្លាប់ដោយអត្ថកំបាំងកូនស្រីរបស់គាត់វិញជាមនុស្សចិត្តល្អហើយក៏គ្មានល្បិចកលអ្វីឡើយសម្បីតែសត្វតូចឬសត្វល្អិតកនាងមិនហានធ្វើបាបដែរហើយតែងតែស្លូតត្រង់ជាងគេគ្រប់យ៉ាងសម្បីតែពួកអ្នកបោកប្រាស់កនាងជឿដែរតែគាត់ខ្លាចថាកូនស្រីរបស់គាត់ប្រហែលជាមិនអាចរកបានដល់ថ្ងៃសែកឡើយបើសិនជានាងត្រូវរៀបការជាមួយសុកអ្នកនោះតែដោយសារឋានៈរបស់គាត់ទាបបពេនដែលជាអ្នកបម្រើរបស់នាងក៏បានដែររ៉េបានទៅជួបលោកបារុនហើយនាងនឹងច្បាស់ថាចាប់តាំងពីតូចចមកកញ្ញាម្ចាស់ស្រីមិនដែលចូលចិត្តសេកប់សង្គមឡើយស្ទើរតែមិនដែលបង្ហាញមុខនៅក្នុងកម្មវិធីជួបជុំណាមួយទេដូច្នេះហើយទៅមិនសូវមានអ្នកណាកលមុខមាត់ពិតប្រាកដរបស់នាងឡើយដើម្បីផ្សងសងកនដែលកញ្ញាម្ចាស់ស្រីធ្លាប់ជួយសង្គ្រោះជីវិតនាងរ៉េក៏ស្ម័គ្រចិត្តស្នើខ្លួនចូលទៅរៀបការជំនួសកញ្ញាម្ចាស់ស្រីជាមួយសុកអ្នកនោះរ៉េនិងកញ្ញាម្ចាស់ស្រីរស់នៅជាមួយគ្នាដូចជាបងប្អូនបង្កើតតាំងពីក្មេងទោះបីជាលោកបារុនមិនដាច់ចិត្តក៏ដោយតែទីបំផុតគាត់ក៏យល់ព្រមដោយសារតែពាក្យមួយខ្លះរបស់រ៉េតែលោកក៏គិតថារវាងកូននិងកញ្ញាម្ចាស់ស្រីអ្នកណាអាចចូលនៅក្នុងភូមិគ្រឹះរបស់សុកបានទៅចម្រៃគឺច្បាស់កន្លែងទៅហើយប៉ុន្តែបើធៀបនឹងកញ្ញាម្ចាស់ស្រីរ៉េគឺឆ្លាតវៃហើយរហ័សរហួនសម្បីតែពួកអ្នកបោកប្រាស់ក៏នឹងអាចបោកបញ្ឆោតបានយ៉ាងងាយដែរដូច្នេះហើយរ៉េក៏រកលេសមួយដើម្បីបោកបញ្ឆោតកញ្ញាម្ចាស់ស្រីឲ្យទៅរស់នៅអីវិមានក្រៅក្រុងចំណែកកែខ្លួននាងវិញនៅរងចាំក្បួនដងហើយរៀបការមកដល់ដោយស្ងៀមស្ងាត់3ថ្ងៃក្រោយមកតំណាងរបស់តកូផាល់តុនគឺលោកមេផ្ទះដែកខើគ្រាន់តែឃើញមុខភ្លាមដែកខើក៏ចាប់អារម្មណ៍នាងភ្លាមរ៉ែបានស្លៀកពាក់ឈុតកញ្ញាម្ចាស់ស្រីហើយតុបតែងខ្លួនយ៉ាងស្រស់ស្អាតមើលទៅហាក់ដូចជាកាយព្រឹកដែលភ្លឺចិញ្ចែងចិញ្ចាចសម្រស់របស់កញ្ញាម្ចាស់ស្រីពិតជាមិនមែនជាពាក្យចចាមអារាមឡើយប៉ុន្តែនៅពេលនេះដែកខើទៅតែយល់ថាហេតុអ្វីបានជាតកូលអេដូផ្ទះនេះនៅតែមិនអាយនាំកូនស្រីខ្លួននឹងចូលទៅក្នុងសង្គមភ័យចិនបានឡើយទាំងលោកបារ៉ុននិងភរិយាបានតែញឹមបែបខ្មាសស្អៀនប៉ុន្តែក្នុងចិត្តវិញគឺកំពុងតែច្បោកច្បល់ខ្លាំងនៅពេលនោះដែលដេកបានសម្លឹងមើលទៅលោកបារ៉ុននិងភរិយាហើយស្រាប់តែមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីលោកក៏ងាកទៅសួរ Gray ដោយទឹកមុខត្រជាក់ស្រេបថាទាំងលោកបារ៉ុននិងភរិយាសុទ្ធតែមានសក់ពន់មាសដ៏ស្រស់ស្អាតប៉ុន្តែហេតុអ្វីបានជាសក់របស់នាងបែរជាមានប្រហែលនឹងពន់ទឹកក្រូចទៅវិញពេលលោកបែបនេះ Gray ក៏មានអារម្មណ៍ភ័យស្លន់ស្លោប៉ុន្តែក្នុងចិត្តនាងបានរំលឹកខ្លួនឯងថាត្រូវតែរក្សាភាពស្ងប់ស្ងាត់តែខំមិនត្រូវឲ្យគេចាប់ពិរុទ្ធបានឡើយព្រាមមនុស្សកំណត់មួយកំផុសឡើងក្នុងក្បាលរបស់នាង Gray ក៏ឆ្លើយដល់យ៉ាងស្ងប់ស្ងាត់ថាទៅសក់របស់ខ្ញុំមើលទៅដូចពន់អ្វីទៅមនុស្សគ្រប់គ្នាសុទ្ធតែសរសើរថាសក់របស់ខ្ញុំសានណាស់តើលោកមិនគិតអញ្ចឹងទៅចម្លើយមួយនេះធ្វើឲ្យ Decker មានអារម្មណ៍ធ្វើស្រែទាំងស្រុងហើយក៏បានរំលែកសរសើរ Gray បែបខ្មាសស្អៀនតែភាពនេះពិតជាធ្វើឲ្យដៃប្រពន្ធលោក Baron មានការភ័យខ្លាចយ៉ាងខ្លាំងមុនពេលចាស់ចេញលោក Baron នៅតែមានដៃបានភ័យចំពោះ Gray នាងក៏ឈប់ហើយប្រាប់លោកកុំឲ្យបារម្ភរួចក៏ងាកមកវិញជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្រាយសូមជួយផ្ញើសារអរគុណទៅកាន់នាងកញ្ញាប៉ុងណាបន្តមក Gray នឹងក៏ឡើងរទេះសេះឆ្ពោះទៅកាន់ទឹកដីរបស់លោកអុកកញ្ញាដូច្នេះហើយ Gray ក៏បានចាកចេញពីភូមិគ្រឹះលោក Baron ដើម្បីចាប់ផ្ដើមដំណើរជីវិតថ្មីសម្លេងកងរទេះវិលយ៉ាងរលូនលើផ្លូវក្នុងចិត្តរបស់ Gray ក៏បានតាំងចិត្តយ៉ាងមុតមមថាចាប់ពីពេលនេះទៅនាងមិនអាចធ្វើប្រហែសបានទៀតទេត្រូវតែខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីរស់ឲ្យបានក្នុងជីវិតថ្មីនេះ Gray ក៏ត្រាំមិនបានហើយសួរទៅកាន់ Decker អំពីសំណួរដែលនាងតែងតែឆ្ងល់ក្នុងចិត្តថាមកគេនិយាយថានេះមិនមែនជាការរៀបការលើកដំបូងរបស់លោកអុកញ៉ានោះទេតែខ្ញុំមិនដឹងបានទេថាលោកបានរៀបការប៉ុន្មានដងមកហើយ Gray បានគិតក្នុងចិត្តថានាងធ្លាប់ថាជាមិត្តភក្តិយាច្រើនណាស់ប៉ុន្តែនោះគ្រាន់តែជាពាក្យកចាមអារាមនឹងចង់បញ្ជាក់ឲ្យច្បាស់ដោយខ្លួនឯងប៉ុន្តែ Decker ក៏មិនបានលាក់បាំងដែរតែប្រាប់រងតែថាលោកអុកញ៉ាធ្លាប់មានអភ័យរហូតដល់98នាក់ចំណែកគេ Gray គឺជាមនុស្សទេ99ពេលលោកបែបនេះ Gray ដូចជាត្រូវរន្ទះបាញ់ចំក្បាលស្លេកស្លាំងមុខមាត់អស់មិននឹកស្មានថាពាក្យកចាមអារាមនោះជាការពិតសោះមិនយូរប៉ុន្មានពួកគេក៏បានមកដល់ភូមិគ្រឹះរបស់អុកញ៉ានៅពេលឃើញសំណងដាក់ធំកឹមស្កៃនៅចំពោះមុខរាយវាតំដូចជាព្រះរាជវាំងទៅហើយវេលារបស់អ្នកអុកញ៉ាពិតជាមិនធម្មតាមែនបន្តមកនាងក៏ត្រូវបានអ្នកបម្រើអ្នកនាំទៅសម្រាប់ពេលចូលដល់ក្នុងបន្ទប់រាយធ្វើដូចជាមនុស្សដែលមិនដែលបានឃើញពិភពលោកខាងក្រៅអញ្ចឹងបន្ទប់នេះធំស្ទើរដែលស្មើនឹងផ្ទះទាំងមូលទៅហើយប្រហែលជាភាពក្រីក្រកន្លងមកបានធ្វើឲ្យការស្មើស្រមៃរបស់នាងមានកម្រិតខ្លាំងណាស់ពេលតែអ្នកបម្រើដើរចេញទៅរាយប្រញាប់ផ្ទះថ្វាខ្លួននឹងតិចដើម្បីឲ្យមានស្មារតីឡើងវិញនាងមិនអាចឲ្យខ្លួននឹងចាញ់បោកភាពអស្ចារ្យនៅចំពោះមុខនេះបានទេនាងត្រូវតែរស់នៅទីនេះឲ្យបាន
ការតាំងចិត្តដំបូងរបស់នាងក៏មិនได้ចំណត់ត្រូវរសាត់បាត់ទៅតាមពេលវេលាមួយសប្តាហ៍បានកន្លងផុតទៅពេលអុកញ៉ាដែលគេខ្លាចជាប់អំណាចនោះនៅតែមិនទាន់បង្ហាញខ្លួនសូម្បីតែម្ដងរឿងនេះធ្វើឲ្យរ៉ៃមិនបញ្ចប់ការកើតផ្ដាស់បានទេមើលទៅដូចជាអ្នកអុកញ៉ាំម្នាក់នេះមិនខ្វល់ពីអាពាហ៍ពិពាហ៍នេះតតែសោះបើមិនអញ្ចឹងទេចុះហេតុអ្វីបានជាຕົកឲ្យប្រពន្ធខ្លួននៅម្នាក់ឯងក្នុងបន្ទប់ដោយមិនសុំសំបីមួយម៉ាត់ឲ្យតោះចិត្តមែនឲ្យសារតែធុញទ្រាន់ដើរលេងនៅឯសួនច្បារបើដឹងថាទីនេះស្ងប់ស្ងាត់និងស្រស់ស្អាតបែបនេះនាងប្រហែលជាអ្នកនាងរៀបការតាំងពីយូរមកហើយគិតដល់ត្រឹមនេះរ៉ាយក៏នឹកដល់គ្រួសាររបស់លោកបារូនមិនដឹងថាអ្នកក្របគ្នាកំពុងធ្វើអ្វីខ្លះទៅទោះបីជាទៅតែបានមានថ្ងៃក៏ដោយតែនាងនឹកពួកគេខ្លាំងណាស់តាពេលឡូភីមើលទៅនាងប្រហែលជារត់ពេញវេលាតាំងយំតាំងសែមិនខាន់ទេគិតដល់ត្រឹមនេះរ៉ាយមានអារម្មណ៍ថាខ្លួននឹងពិតជាធ្វេសប្រហែលខ្លាំងណាស់គួរតែសរសេរសម្បត្តិទុកឲ្យអ្នកនាងទៅត្រូវរហូតដល់នឹងខ្លួនវិញរ៉ៃទៅដឹងថាខ្លួនឪមកវិញផ្លូវបាត់ទៅហើយនាងចាប់ផ្ដើមភ័យស្លន់ស្លោរកមើលផ្លូវត្រឡប់ទៅវិញស្រាប់តែនាងឃើញបុស្នាក់កំពុងអង្គុយនៅក្នុងសាលតូចមួយទើបនាងដើរចូលទៅសួរថាសំទោសលោកខ្ញុំមកវិញផ្លូវក្នុងសួនច្បារនេះបាត់ហើយតើលោកអាចប្រាប់ផ្លូវឲ្យខ្ញុំត្រឡប់ទៅកាន់វេលាវិញបានទេប៉ុន្តែបុស្នាក់នោះបែរជាមើលនាងដោយក្រាសែភ្នែកជាក់ស្រេបនាងជាអ្នកណាខ្ញុំមិនដែលឃើញមុខនាងនៅទីនេះទេទីនេះគេហាមមកឲ្យអ្នកក្រៅចូលទេឆាប់ចេញទៅឲ្យឆ្ងាយពីទីនេះទៅឧបែបនេះរ៉ៃទៅកំរឹងទប់កំហឹងយ៉ាងខ្លាំងទៅមិនបានដាល់ចំមុខដល់គួរឲ្យស្អប់មួយនោះខ្ញុំគឺ Grey Edenjas ខ្ញុំបានមកដល់ភូមិគ្រឹះ Pelton ដើម្បីរៀបការជាមួយលោកអុកញ៉ាកាលពីប៉ុន្មានថ្ងៃមុននេះប៉ុន្តែបោះសម្នាក់នោះនៅតែរក្សាទៅមុខជាក់ស្រេបហាក់ដូចជាបានដឹងរឿងគ្រប់យ៉ាងដែលធ្វើឲ្យ Grey មានអារម្មណ៍មួម៉ៅទោះបីជាយ៉ាងណាក៏ដោយក៏នាងកំពុងតែសម្ដែងជាអភិជនម្នាក់ដែរថែមទាំងជាប្រយានរបស់លោកអុកញ៉ាទៀតចុះអ្វីបានជាគាត់ធ្វើទឹកមុខបែបនោះស្អកខ្វាំណាបោសម្នាក់នោះបានក្រោកឈរឡើងយឺតល្មិចGreyស្មានថាគាត់នឹងផ្លាស់ប្ដូររអេរយាបទឹកប៉ុន្តែមិននឹកស្មានថាគាត់បែរជាចំអាក់ឯនាងទៅវិញគេល្បីថាកញ្ញាកូល Eden ស្រស់ស្អាតដូចជាផ្កាចោះការពិតទៅពិតជាគ្រាន់តែជាភាពចោចចាំអារ៉ាមមែននេះគេចប់គាត់ក៏ប្រាប់ឲ្យ Grey ដើរតាមគាត់ទៅដោយធម្មតាប៉ុន្តែ Grey ខឹងខ្លាំងណាស់ចង់តែឈួតនឹងគាត់អាមនោះនេះវាមិនភ្នែកមើលទៅអីដោយសារតែចង់ត្រឡប់ទៅវិញ Grey ក៏សុកចិត្តទប់កំហឹងដើរតាមបោះសម្នាក់នោះទៅប៉ុន្តែដើរមិនតាន់បានប៉ុន្មានផងនាងក៏ត្រូវតាក់ទាញចិត្តដោយចាប់ម្ការផ្កាស្វ័យមួយកន្លែងទិដ្ឋភាពដ៏ស្រស់ស្អាតបានធ្វើឲ្យរាល់ទឹកកង់របស់ Grey រលាយបាត់អស់ឃើញ Grey សប្បាយរីករាយបែបនោះបោះសម្នាក់នោះក៏សួរដោយចង់ដឹងថាតើនាងចូលចិត្តផ្កាស្វ័យនោះឬនៅក្នុងចិត្តរបស់គាត់មានការសង្ស័យខ្លះជាធម្មតាពុកកញ្ញាភឹកចូលចិត្តផ្កាប្រភេទពន់ឆាយឆាយដូចជាផ្កាកាលៀបឬកាលីជាដើមហេតុអ្វី Grey មិនដាច់សេតព្រោះផ្កាស្វាយទាំងនោះមានអត្ថន័យពិសេសសម្រាប់នាងកាលពីមុននាងធ្លាប់តែឃើញវាទុះរាយប៉ែតែប៉ុណ្ណោះមិនដែលឃើញវាទុះច្រើនយ៉ាងនេះពីមុនមកទេស្រស់ស្អាតពិតមែនបោះសំនោះស្ងៀមមួយសន្ទុះរួចក៏ប្រាប់ថាកញ្ញាអាចបេះវាខ្លាចយកទៅក៏បានដែរប៉ុន្តែ Grey មានការស្ទាក់ស្ទើរទៅអាចបេះតាមពើចិត្តដែលគ្មានការអនុញ្ញាតពីលោកកញ្ញាបានយ៉ាងម៉េចទៅមិនតាន់តែបានឆ្លើយតបបោះសម្នាក់នោះក៏បានបេះផ្កាមួយបែបរួចហុចឲ្យនាង Grey ជាអ្នកគ្រប់គ្រងសួននេះដូច្នេះមិនអីទេបានបែបនេះ Grey ក៏តបចិត្តដូច Grey មិនបាននឹងខ្ញុំសោះថ្លារួចយាយអរគុណរឿងនេះធ្វើឲ្យបោសម្នាក់នោះមានការរភ្ញាក់ផ្អើលបន្តិចគ្រាន់តែផាពីរបីទងតែចាំបាច់ទៅស្បាយដល់ថ្នាក់នេះដែរឬប៉ុន្តែសម្រាប់ Grey វាមានអត្ថន័យពិសេសខ្លាំងណាស់នេះគឺជាពេលវេលាដែលមានសុភមង្គលបំផុតក្នុងជីវិតរបស់ខ្ញុំពេលដែលកាន់បាច់ផ្កា Violet នេះគាត់កាន់តែមានអារម្មណ៍ចង់ឃើញខ្លាំងឡើងនាងមើលទៅមិនដូចជាកូនស្រីអភ័យជនប៉ុន្មានទេទោះបែបនេះ Grey ក៏ស្រាប់តែភ្ញាក់ព្រឺតនាងប្រញាប់ដោះសារថាមានតែផ្កាប្រភេទនេះតែប៉ុណ្ណោះពេលនេះគាត់ទៅតែដឹងថាមានផ្កាមួយកំទេចចំនៅលើមុខរបស់ Grey ក៏លើកដៃតាប៉េះវាចេញញភ្លាមសកម្មភាពដែលមិននឹកស្មានដល់មួយនេះធ្វើឲ្យ Grey ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រះកតិចចិត្តលេចហើយយើងប្រញាប់ត្រឡប់ទៅវិញទៅក៏ជិតដល់កន្លែងហើយដែរនិយាយចប់គាត់ក៏បែរខ្នងដើរចេញទៅ Grey ក៏ដើរតាមពីក្រោយដោយបេះដូងលោតបញ្ចប់នាងចាប់ផ្ដើមមានទស្សនៈថ្មីចំពោះបោសម្នាក់នេះទោះបីជាគាត់មិនសូវមានសុជីវធម៌ប៉ុន្មានក៏ដោយប៉ុន្តែហាក់ដូចជាមាននិស្ស័យល្អដែរស្របពេលនោះសម្លេងរបស់នារីម្នាក់ជាអ្នកបម្រើក៏បន្លឺឡើងឲ្យព្រះអាយលោកកញ្ញាលោកមិនបានប្រាប់ថានឹងមកដល់នៅពេលយប់ទៅបរិសុទ្ធនោះក៏ឆ្លើយតបថាខ្ញុំមានអារម្មណ៍ថាផុតនឿយក៏ត្រឡប់មកវិញលើបន្តិចទៅនាងមកវិញនៅក្នុងសួនច្បារខ្ញុំក៏ឆ្លៀតនាំនាងមកជាមួយតែម្ដងពេលនេះ Grey ហាក់ដូចជាត្រូវរន្ទះបាញ់ចំនៅស្មានថាម្នាក់នេះគឺជាឡកទៅអុកកញ្ញាឃើញនាងមានទឹកមុខភ្ញាក់ផ្អើលបែបនេះលោកអុកកញ្ញាក៏ចំអន់លេងហេតុអ្វីបានជាអូនមានទឹកមុខបែបនេះទៅវិញមានអ្វីជាប់លើមុខមើលឬអូនសម្លាញ់ពេលឡប់ដល់បន្ទប់ Grey ខ្មាស់អ៊ីនសឺតែចង់ផ្ទុះមុខទៅហើយនាងមិននឹកស្មានថាបុស្សម្នាក់នោះគឺជាស្វាមីរបស់នាងសះការជួបគ្នាលើកដំបូងដល់អតីតខ្ចោះរបស់នាងតែមិនមែនគឺខូចអស់ហើយឬនាងមានអារម្មណ៍ថាខ្លួនឯងមើលទៅគួរឲ្យអាណិតខ្លាំងណាស់ប៉ុន្តែគិតឡើងវិញលោកអុកញ៉ាំដូចអ្វីដែលនៅបានស្រមៃទោសទេតាមពិតទៅគួរតែជាភ្នោះដែលផ្លាស់ប្ដូរប្រពន្ធឈប់ឈោឬយ៉ាងហោចណាស់ក៏គួរតែជាដាកែពេនតែចកលខូច
លោកអុកញ៉ាដែលនាងបានជួបនៅថ្ងៃនេះមើលទៅមិនដូចជាមនុស្សដែលលេងសប្បាយបែបនោះទេតែមុខរបស់គាត់នៅក្មេងហើយពិតជាសង្ហាខ្លាំងណាស់ក៏ដល់ត្រង់នេះមុខរបស់ Grey ក៏ឡើងក្រហើមដោយមិនដឹងខ្លួនសម្រាប់ពេលនោះអ្នកបម្រើក៏ដើរចូលមកតាមពិតទៅការកើតក្នុងចិត្តរបស់ Grey បាននិយាយចេញមកក្រៅដោយចេតនាហេតុអ្នកបម្រើក៏បាននឹក Grey ភៀនភាពច្បោកច្បល់ចង់បញ្យល់បកស្រាយប៉ុន្តែបែរជាម្នាក់បម្រើនោះនិយាយបញ្ជាក់ថាកុំបាត់មកឲ្យខ្ញុំនឹងមកលោកកញ្ញាឡើយពួកយើងក៏ធ្លាប់ពាក្យចែកចាំអារាមអំពីលោកអុកញ៉ាដែរទោះបីជាគាត់ផ្លាស់ប្ដូរប្រពន្ធថា10ដងក៏ដោយតែក៏មិនមែនចំនួនអាក្រក់ដូចដែលអ្នកគិតនោះទេនិយាយចប់ស្រីបម្រើគាត់ត្រឡប់ទៅវិញបន្សល់ទុកឲ្យ Grey នៅអង្គុយគិតតែម្នាក់ឯងនាងទើបតែដឹងខ្លួនថានាងជឿលើពាក្យចែកចាំអារាមនិងមានការប្រុងប្រយ័ត្នហួសហេតុពេកហើយអ្វីដែលនាងបានឃើញនៅថ្ងៃនេះគឺខុសគ្នាស្រឡះពីពាក្យឃើញគេនិយាយដូចគ្នាដោយសារតែអចរិតរបស់គាត់ខុសពីពាក្យចែកចាំអារាមទាំងស្រុងទើប Grey សម្រេចចិត្តបោះបង់ចោលការគិតអវិជ្ជមានទាំងនោះប៉ុន្តែត្រឹមតែ1វិនាទីក្រោយមកនាងក៏ដកពាក្យខ្លួននឹងវិញភ្លាមនៅប៉ុន្មានថ្ងៃបន្ទាប់មកទៀតគាត់មិនត្រឹមតែមិនដាប់នឹងការជម្រាបសួររបស់នាងទេថែមទាំងធ្វើដូចជានាងមិនមានវត្តមាននៅទីនេះអញ្ចឹងកាលពីមួយផ្លែតមួយនេះគាត់ទៅតែធ្វើគុណការស្លៀកពាក់របស់ Grey យ៉ាងចាស់ដៃធ្វើវាអាក្រក់ខ្លាំងណាស់រួចហើយដោយមិនខ្វល់ពីរបស់ Grey ក៏បញ្ជាអ្នកមើលការខុសត្រូវយកឈុតរកប៉ុនហោមួយឈុតមកឲ្យនាងស្លៀករឿងនេះកាន់តែធ្វើឲ្យ Grey ជឿថាពាក្យចាំអារាមទាំងនោះមិនមែនគ្មានមូលដ្ឋានឡើយនៅឃើញដល់រឿងដែលអ្នកនាងស្ទើរតែត្រូវប្រឈមមុខជាមួយលោកអុកញ៉ាដែលគួរឲ្យស្អប់នេះផ្សេងខ្លាំងរហូតចង់តែដាច់ខ្យល់ស្លាប់នៅត្រង់នោះកាន់តែកើតកាន់តែខឹង Grey ក៏សម្រេចចិត្តទៅគេងឡុកដើម្បីធ្វើឲ្យចិត្តខ្លួននឹងស្ងប់កណ្ដាលអត្រានាងក៏ភ្ញាក់ឡើងព្រោះតែសំឡេងវៃម្យ៉ាងទោះបីជាខ្លាចខ្លាំងយ៉ាងណាក៏ដោយក៏នាងនៅតែព្យាយាមក្រោកទៅមើលដោយប្រុងប្រយ័ត្នខណៈពេលកំពុងស្ទាក់ស្ទើរថាតើគួរហៅគេមកជួយលើអត់ស្រាប់តែសំឡេងគ្រឿតមួយហើយក៏មានដៃមួយគូពីក្រោយមកខ្ទប់ម៉ាននាងជាប់សំឡេងដែលសរសែមតាជាក៏បន្លឺឡើងពិបាកណាស់តម្រាំតែឯងលោកចូលមកទីនេះបានតើចង់ដាស់អ្នកទាំងអស់គ្នាញឹកញាប់យ៉ាងណា Grey ងាកក៏មើលរួចក៏ដងហាមធំតែភាពសស្រាគឺជារឿងអុកញ៉ានេះឯងខ្ញុំពិតជាប្រញាប់ហើយក៏គ្មានមយិតមែនខ្ញុំសំទោសខ្ញុំមិនបានតាំងចិត្តនឹងខ្ទប់ម៉ាត់ឯងនោះទេក្រោមពលឺព្រះជន្ទសតុននិងរ៉ូមែនទិកលោកអុកញ៉ាក៏បានពោលពាក្យអញ្ជើញថាទៅចូលចិត្តដល់លេងពេលយប់ទេ Grey ទោះបីជាមិនយល់ក៏ដោយតែនាងក៏ស្ងៀមមួយផ្លែតរួចក៏ងក់ក្បាលយល់ព្រមទាំងមិនដឹងខ្លួននិយាយចប់តំណែងនឹងខ្លួនថាមានរឿងអីកាត់ឡើងមិនមែនគួរតែសួរថាអ្វីគាត់មកទីនេះទៅជំនួសឲ្យការឆ្លៃថាបានចាស់ស្នឹងខ្លួនឯងពិតជាត្រូវគាត់តាក់ទាញមែនដោយសារតែមុខមាត់របស់គាត់ក្នុងមួយផ្លែតនោះព្រាមមនុស្សលោកញ៉ាក៏បីនាងលោចេញទៅក្រៅបង្អួច Grey ក៏បាក់លោកអុកញ៉ាជាប់មិនព្រមឡើងឈប់សើនេះវាជន់ទីពីរណាពេលបើកភ្នែកឡើងនាងក៏ដឹងខ្លួនថាពួកគេកំពុងអណ្ដែតនៅកណ្ដាលអាកាសតែអ្នកអុកញ៉ាឃើញតែមានការពុយបារម្ភក៏ញឹមឌឺដងដាក់នាងខ្ញុំមិនខើដល់ថ្នាក់សម្រាប់ប្រពន្ធខ្លួននឹងនោះទេរ៉ៃមានអារម្មណ៍ខ្មាស់ស្អៀនហើយក៏បញ្យល់ថាកាលពីមុនខ្ញុំមិនសូវបានប៉ះពាល់នឹងវេទមន្តទេទៅ20ខ្លាចបន្តិចបន្ទាប់មកអ្នកអុកញ៉ាក៏ចាប់ដៃនាងដំណើរទៅកន្លែងមួយដើម្បីមើលផ្កាយពួកគេបានទៅដល់ទូតូចមួយក្បែរវិមានអ្នកអុកញ៉ារ៉ៃមិនដែលឃើញទេសភាពដ៏ស្រស់ស្អាតបែបនេះពីមុនមកទេនាងប៉ុន្តែទប់មាត់បានក៏អត់ទៀនឡើងថាសាខ្លាំងណាស់ដូចជាគំនូរអញ្ចឹងអ្នកអុកញ៉ាក៏យល់ស្របដោយសម្ដីទំភ្លន់ថាពេទ្យមិនហើយនោះហើយជាមូលហេតុដែលខ្ញុំចិត្តដើរលេងនៅពេលយប់កន្លែងនេះមិនសូវមានមនុស្សរស់នៅទេដូច្នេះហើយតើខ្ញុំអាចរីករាយនឹងពេលវេលាដ៏ស្ងប់ស្ងាត់នេះបានមើលទៅទឹកមុខដ៏ទន់ភ្លន់របស់អ្នកអុកញ៉ារ៉ៃកាន់តែជឿថាពេលក៏ចាំអារាមទាំងនោះមិនពិតឡើយប៉ុន្តែពេលនៅឃើញដល់អកប្បកិរិយារបស់អ្នកអុកញ៉ាដាក់នាងនៅពេលថ្ងៃនាងក៏មិនអាចទប់ចិត្តមកឲ្យគិតផ្ដេសផ្ដាសបានតើបតតែមានអំណាចបំផុតក្នុងជួរពួកអភិជនម្នាក់នេះមានបញ្ហាឬអត់ពេលនេះយ៉ាងនេះពេលនោះយ៉ាងនោះចិត្តបោះសពិតជាពិបាកយល់ដូចនឹងបានសមុទ្រពិតមែនពិតជាមិនអាចយល់បានឡើយមើលឃើញទឹកមុខដែលកំពុងតែគិតយ៉ាងជ្រៅរបស់រ៉េអ្នកអុកញ៉ាស្មានថានាងកំពុងតែមិនពេញចិត្តនឹងខ្លួនរ៉េប្រញាប់ដោប្រធានបទប៉ុន្តែមិនដឹងថាគួរនិយាយអ្វីទៅឲ្យនាងសួរត្រង់ទៅឬថាហេតុអ្វីបានជាថ្ងៃនេះលោកដល់ថ្នាក់ធ្វើល្អដាក់ខ្ញុំបែបនេះព្រមពីនោះនាងនឹកឃើញដល់រឿងវេទមន្តនេះក៏ចាប់ផ្ដើមបញ្យល់ប្រាប់អ្នកអុកញ៉ាភូមិដែលខ្ញុំធ្លាប់រស់នៅគឺតូចណាស់បើមានអ្នកណាម្នាក់អាចប្រើវេទមន្តបានពួកគេនឹងត្រូវគេហៅថាជាមេធ្មប់ហើយត្រូវបណ្ដេញចេញដូច្នេះហើយតើខ្ញុំកម្របានឃើញវេទមន្តណាស់បានជាកាលពីមុននេះខ្ញុំមានអារម្មណ៍ថាវាអាចារ្យខ្លាំងណាស់អ្នកអុកញ៉ាក៏និយាយបន្តទៅកាន់រ៉ៃថាចុះនាងគិតយ៉ាងណាចំពោះមនុស្សដែលត្រូវបានបណ្ដេញចេញតាមនោះទៅនាងគិតថាការបណ្ដេញមេធ្មប់ដែលមិនមែនកើតក្នុងតកូលអភ័យជនជារឿងធម្មតាដែលត្រូវតែធ្វើឬសំណួរនេះធ្វើឲ្យរ៉ៃមានកំហឹងនាងគិតថាជាតិកំណើតមិនសំខាន់នោះទេវេទមន្តគឺជាទេពកោសពីកំណើតបើមិនបានកាត់មកលវេទមកពីធម្មជាតិទេនោះក៏មិនអាចប្រើប្រាស់ស្វាបានដែររបបបែបនេះមិនមែនចេះតែចង់បានគឺអាចរកបានតាមចិត្តនោះទេបើមិនពេញចិត្តក៏បោះចោលទៅវាដូចទៅនឹងភេទឬក៏រាងកាយពីកំណើតរបស់យើងអញ្ចឹងបើគ្រាន់តែដោយសារលក្ខណៈពីកំណើតបែបនេះហើយទៅបេតបិនគេរហូតដល់គ្មានផ្លូវដើរនោះវាពិតជាអាក្រក់ខ្លាំងណាស់លោកអុកញ៉ាស្មានមិនដល់សោះថា Grey នឹងគិតបែបនេះវាក៏ប្លែកទាំងស្រុងពីអ្វីដែលលោកតែងតែចេញពីម៉ាត់របស់ពួកអភិជន Grey បែបនេះក៏ភ័យសន្សឡោខ្លាចគេចាប់បានចំណុចខ្សោយ
ក៏ប្រញាប់បកស្រាយភ្លាមថានោះជាពាក្យឯសម្ដីដែលលោកឪពុករបស់នាងតែងតែនិយាយប៉ុន្តែលោកអកញ្ញានៅតែមិនអាចឆ្លើយការសង្ស័យក្នុងចិត្តបានខ្លួននោះថាកូនស្រីតកូលឯដូនណាម្នាក់នេះធំធាត់ឡើងដូចជាការក្នុងផ្ទះកញ្ចក់អ៊ីចឹងបាននិយាយតាមហេតុផលនាងមិនអាចនិយាយអ្វីដែលមុតស្រួយបែបនេះបានឡើយសម្លឹងមើលទៅក្នុងកសែភ្នែកដ៏ត្រជាក់ស្រេបរបស់លោកអកញ្ញាក្តីក៏មានអារម្មណ៍ភ័យខ្លាចមិនដឹងថាត្រូវធ្វើដូចចំតិចដើម្បីគេចចេញពីស្ថានភាពនេះប៉ុន្តែពេលនឹកឃើញដល់ភាពស្រួលត្រង់របស់ក្តីកាលពីថ្ងៃលោកអកញ្ញាក៏សម្រេចចិត្តថានឹងមិនសង្កេតមើលនាងថែមទៀតរឿងនេះធ្វើឲ្យក្តីដកដង្ហើមធំដោយភាពធូរស្រាលភ្លាមនោះក៏មានផ្កាយដកកន្ទុយមួយបានរះកាប់ផ្ទៃមេឃទេសភាពនៅពេលនោះក៏ស្រស់ស្អាតដល់ភ្លាមក្តីរីករាយខ្លាំងណាស់ក៏ប្រញាប់បួងសួងសម្ពោធទាំងប្រតិផ្នែកកូនសង្ឃឹមថាអ្នកនាងនឹងមានសុភមង្គលជានិច្ចហើយបើអាចទៅរួចសូមជួយបញ្ជាអាយុជីវិតរបស់កូនឲ្យបានយូរបន្តិចទៀតផងរឿងនេះធ្វើឲ្យលោកអកញ្ញាដែលអង្គុយនៅក្បែរនោះមានអារម្មណ៍ប្លែកក្នុងចិត្តលោកមានចម្ងល់ថាហេតុអ្វីបានជាក្រីធ្វើបែបនេះក៏យកដៃទៅចាក់រំខាននាងអ្នកស្រីតោះយើងត្រឡប់ទៅវិញព្រឹកថ្ងៃបន្ទាប់ព្រៃនៅតែដេកលក់យ៉ាងសប្ស្កល់យកបីនាងនឹងលោកអកញ្ញាបានដែលលេងយូរមែនតែនម្យ៉ាងទៀតដោយសារតែខ្វះពីពីអសម្ដីរបស់លោកអកញ្ញានាងត្រឡប់ទៅវិញទៅមកពេញមួយយប់រហូតដេកមិនលុកឃើញក្រីអស់កម្លាំងខ្លាំងបែបនេះស្រីបំរើក៏ចាត់ចែងឲ្យគេលើកអាហារពេលព្រឹកទៅឲ្យដល់ក្នុងបន្ទប់ក្រីបិទពុកអាហារពេលព្រឹកទាំងក្នុងអារម្មណ៍វើវាយនាងមានអារម្មណ៍ថាខ្លួននឹងចាំបាច់ត្រូវតែស្វែងយល់ពីលោកអកញ្ញាឲ្យកាន់តែច្បាស់ពេលខ្លះលោកក៏ដូចទៅនឹងពាក្យកិច្ចចាំអារ៉ាមែនប៉ុន្តែពេលខ្លះក៏ដូចជំនួសម្នាក់ផ្សេងទៀតទាំងស្រុងប៉ុន្តែអ្វីដែលនាងមិនដឹងនោះគឺរាល់សកម្មភាពទាំងអស់របស់នាងគឺស្ថិតក្នុងខ្សែភ្នែករបស់ស្រីបំរើដែលនៅក្បែរនោះទាំងស្រុងបន្ទាប់មកស្រីបំរើនោះក៏ទៅរកមេផ្ទះអ្នកបាននៅក្បែរនាងប៉ុន្មានថ្ងៃមកហើយតែអ្នកគិតថាអ្នកនាងជានារីពិតឬជានារីខ្លាំងមកដល់ពេលនេះប្រហែលជាអីឆ្នាំតណ្ហានបានហើយមែនទេនាងអ្នកបំរើបានឆ្លើយថាដំបូងឡើយនាងមិនក៏ប្រកាសចិត្តដែរតែមកក៏ដល់ពេលនេះនាងមានចម្លើយដែលប្រកាន់ក្តាប់ក្នុងចិត្តហើយប្រសិនបើនាងម្នាក់នោះកំពុងខ្លាញ់បន្លំជាអភិជនច្បាស់ជាត្រូវតែមានចន្លោះប្រហោងតូចពេកខ្លះជាមិនខានប៉ុន្តែកាយវិការរបស់អ្នកនាងអេដូនីផានថារកកន្លែងដកសងខុសមិនបានសំបីតែបន្តិចសំបីតែនៅលើខ្លួននាងក៏គ្មានដានអ្វីដែលបញ្ជាក់ថាជាអភិជនដែលមកពីតំបន់ជាយក្រុងនោះទេកិរិយាមារយាទបែបអភិជនបានត្រៀបចូលទៅក្នុងឆ្អឹងរបស់អ្នកអស់ទៅហើយទាំងកាយវិការនិងសម្ដីសម្ដៅសុទ្ធតែបង្ហាញពីការអបអរល្អពីតកូលអភិជនប៉ុន្តែដែលគឺតើខ្លួនឯងមើលខុសស្ពិតមែនឬដូច្នេះគាត់ក៏សម្រេចចិត្តសឹមគេដោយខ្លួនឯងពេលនេះក្រីដីកំពុងតែនៅក្នុងបណ្ណាល័យដើម្បីស្វែងយល់បន្ថែមអំពីអ្នកអកញ្ញារ៉ៃហើយបានស្មែរចិត្តជួយនាងដោយសារតែគាត់បានដើរតាមបម្រើអ្នកអកញ្ញាតាំងពីលោកនៅជាក្មេងតូចចំកំឡៃរ៉ៃសង្ឃឹមថាដែលគឺអាចជ្រាបរាប់ឲ្យនាងស្ដាប់ពីអ្នកអកញ្ញាទាំងរឿងអតីតកាលនឹងបញ្ចប់បនដោយសារតែនាងមកពីតំបន់ជាយក្រុងទើបនាងមិនសូវស្គាល់រឿងរ៉ាវអ្វីក្នុងវង្សភឹកនៅរាជធានីដែលគឺបែបនោះក៏និយាយថាខ្ញុំគិតថាលោកបានបង្ហាញខ្លួនបានយ៉ាងអស្ចារ្យបំផុតហើយប៉ុន្តែហាក់បីដូចជាសត្វពលរបស់លោកមិនសូវល្បីល្បាញខ្លាំងនៅតំបន់ជាយក្រុងមែនទេរ៉េអូមិនមែនទេចានោះក៏តែខ្ញុំមិនសូវបានចេញមកតាមពិធីសង្គមមិនមានទៅដែរខើមិនបានសាក់សួរអ្វីបន្ទាបហើយក៏ចាប់ផ្ដើមរៀបរាប់បច្ចុប្បន្ននេះមានចំនួន7តកូលដែលត្រូវបានតែងតាំងជាអ្នកអកញ្ញាហើយទឹកដីនៅរាជធានីគឺជាគុំសិទ្ធិរបស់តកូលប៉ែលតុនមុនពេលដែលតកូលប៉ែលតុនបង្ហាញខ្លួនក៏មានតកូលធំ5មួយស្រាប់ទៅហើយប៉ុន្តែតកូលមុននៃតកូលប៉ែលតុនតកូលនេះឲ្យរីកចម្រើនឡើងដោយសារតែកម្លាំងវេទមន្តនិងទេពកោសពីកំណើតរបស់ខ្លួនកម្លាំងនោះត្រូវបានផ្ទេរទៅឲ្យអ្នកបានវេនរបស់តកូលយ៉ាងល្អឥតខ្ចោះហើយនោះគឺជាអ្នកអកញ្ញានៅពេលបច្ចុប្បន្ននេះលើដល់ត្រឹមនេះក្រៃអញ្ចឹងមានន័យថាតកូលភើតិនតែទទួលបានភាពរុងរឿងបែបនេះមិនមែនមកពីប្រវត្តិដ៏យូរលង់នោះទេប៉ុន្តែមកពីអំណាចវេទមន្តដ៏ខ្លាំងក្លារបស់ពួកគេទៅវិញចុះអំណាចវេទមន្តនោះវាខ្លាំងដល់កម្រិតណាទៅតែគិតទៅដល់ចង្ការរបស់គាត់ហើយគិតមួយសន្ទុះរួចនិយាយថាឲ្យខ្ញុំគិតមើលសិនណាបើតាមប្រធានវ៉ាវិញវេទមន្តប្រចាំឆ្នាំគឺលោកអុកញ៉ាឈើលំដាប់កំពូលដោយមានកម្លាស់ឆ្ងាយណាស់ទៅអ្នកដតីទាំងអស់ក្នុងចក្រភពនេះសម្បីតែរាជវង្សក៏មិនអាចប្រៀបបានដែរពេលស្ដាំហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាធម្មតាវេទមន្តជាកាត់ដ៏សំខាន់របស់ព្រះចក្រអធិរាជមិនធ្លាប់មានអភិជនដែលកាន់កំណៃពេលទៅមិនលើពីស្ដេចបែបនេះពីមុនមកទេការលេចមុខរបស់លោកអុកញ៉ាបានធ្វើឲ្យស្ថានភាពទីនេះប្រែប្រួលទាំងស្រុងបើអ៊ីចឹងមែននោះមិនតាន់ទាំងនិយាយចប់ផងតែក៏ទីដឹងពីគំនិតក្នុងចិត្តរបស់ទៅហើយដោយដែលអ្នកនាងបានស្មានទុកមែនហើយលោកអុកញ៉ារបស់ពួកយើងកំពុងត្រូវបានគេតាមគ្រប់គ្រងតាមគ្រប់មធ្យោបាយហើយគាត់ខ្លាយជាកូនដែលសំខាន់របស់ពួកគេនោះហើយជាស្ថានភាពបច្ចុប្បន្នរបស់លោកអុកញ៉ារ៉េស្ដាប់ហើយបានត្រឹមតែស្រក់ទឹកភ្នែកនៅក្នុងចិត្តយ៉ាងស្ងៀមស្ងាត់បើត្រូវនៅក្បែរមនុស្សបែបនេះតើខ្ញុំអាចរកបានដល់ទីបញ្ចប់ឬអត់ទេឃើញទឹកមុខរបស់រ៉េមើលទៅមិនស្វិលតែក៏ប្រញាប់សួរនាំដោយក្តីបានរំផអ្នកនឹងជឿត្រង់ណាផ្លោមុខអ្នកនឹងស្លែកស្លាំងអស់ហើយរ៉េកំខំចិត្តបញ្យល់ទាំងរដាប់ថាមិនមែនទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាវាក់ស្ចាយណាស់ហើយ
ដែលបានរាយការណ៍ជាមួយនោះដែលមានសមត្ថភាពខ្លាំងដល់ថ្នាក់នេះបន្តមក Ray ក៏ប្រញាប់ដូរភ្នាក់ប្រយ៉ាងរហ័សលោកអុកញ៉ាដែលមានចរិតបែបនេះធ្វើឲ្យខ្ញុំចង់ដឹងពីអតីតកាលរបស់គាត់ខ្លាំងណាស់តើពីមុនមកគាត់ធ្លាប់តែជាតចំដូចឥឡូវនេះដែរឬទេរឿងរបស់ក្នុងវ័យកុមាររបស់លោកអុកញ៉ាគឺមិនសូវជាល្អប៉ុន្មានទេពុកម្ដាយរបស់លោកអុកញ៉ាបានស្លាប់តាំងពីគាត់នៅក្មេងនៅពេលដែលគាត់នៅតូចនៅឡើយគាត់ត្រូវទូបន្ទុកថែរក្សាទាំងតកូលពួកអ្នកដែលខ្លាចចង់បានតំណែងជាមេតកូលមិនរើសមុខប្រើគ្រប់មធ្យោបាយដើម្បីវាយប្រហារនិងគ្រប់គ្រងគាត់សម្បីតែប៉ុនប៉ងសម្រាប់លោកអុកញ៉ាក៏ពួកគេហាន់ដែរប៉ុន្តែនៅពេលនោះគាត់មិនអាចជឿជាក់លើអ្នកណាម្នាក់នៅក្នុងផ្ទះនេះបានឡើយព្រោះតែសមាជិកក្នុងតកូលគឺជាអ្នកដែលចង់សម្លាប់គាត់មុនគេបង្អស់ជាចុងក្រោយលោកអុកញ៉ាក្នុងវ័យក្មេងគាត់បានប្រើអំណាចដើម្បីបង្ក្រាបរាល់ការបោះទាំងឡាយទៅពិសោធន៍ទាំងនោះហើយដែលបង្កើតបានជាអ្នកអុកញ៉ានៅពេលនេះរឿងនេះធ្វើឲ្យក្រេមានអាឡាមអាណិតអាស៊ូហើយនឹកឃើញដល់ការនៅក្មេងដែលពោពេញដោយភាពជាចាប់របស់នាងមានតែអ្នកដែលធ្លាប់ឆ្លងកាត់ការជាចាប់បែបនេះទេទើបអាចយល់បានបន្ទាប់ពីណែនាំរួចរាល់ដេកខែក៏ចាក់ចេញទៅដោយបន្សល់ទុកឲ្យក្រេឈរគិតតែម្នាក់ឯងនាងមិននឹកស្មានថាការនៅក្មេងរបស់អ្នកអុកញ៉ានឹងមានរឿងរ៉ាវដ៏សោកសៅបែបនេះសោះនាងធ្លាប់តែគិតថាមនុស្សដែលមានអំណាចជំនះនេះដែលស្ថិតនៅក្រោមមនុស្សតែម្នាក់តែលើមនុស្សរាប់ម៉ាននាក់នឹងមានជីវិតការនៅក្មេងដ៏មានក្តីសុខទោះបីជាក្រេមានអារម្មណ៍អាណិតដល់អ្នកអុកញ៉ាក៏ដោយប៉ុន្តែរឿងរ៉ាវរបស់នាងផ្ទាល់ក៏នាងមិនទាន់ដោះស្រាយបានផងតែក៏ពេលណាទៅខ្វល់ពីរឿងអ្នកដតីនឹកស្មានមិនដល់ថាពេលដែលក្រេទៅតែបើកធ្វើបន្ទាប់ក៏ស្រាប់តែប៉ះចំអ្នកអុកញ៉ាអ្នកអុកញ៉ាធ្វើមុខស្ងប់ស្ងាត់មើលទៅនាងរវល់ខ្លាំងណាស់មែនទេតែនាងរកឃើញពួនមានតែចង់បានហើយឬនៅខណៈពេលដែលក្រេកំពុងតែភ័យស្លន់ស្លោរៀបនឹងពន្យល់អ្នកអុកញ៉ាក៏បានរុញនាងទៅផ្អើមនឹងទ្វារក្រេមិនយល់ថាមានរឿងអ្វីកើតឡើងនោះទេមើលទៅអ្នកអុកញ៉ាកំពុងតែខឹងសម្បាខ្លាំងណាស់គាត់លើកដៃឡើងមកចាប់ចង្ការបស់នាងខ្ញុំមិនដឹងថាហេតុអ្វីបានជានាងចង់ដឹងពីរឿងអតីតកាលរបស់ខ្ញុំនោះទេប៉ុន្តែប្រសិនបើនាងមានអារម្មណ៍អាណិតខ្ញុំដោយសាររឿងទាំងនោះខ្ញុំនឹងផ្ដត់នាងចេញពីទីនេះមិនខាននិយាយបណ្ដាក៏ខិតចូលទៅចិត្តក្រេបណ្ដានាងអាចស្វែងរកអ្វីគ្រប់យ៉ាងអំពីខ្ញុំបានតាមចិត្តទាំងចំណុចកស៊ីតែអបបំផុតកុំប្រើកសែភ្នែកអាណិតអាស៊ូនោះមកមើលខ្ញុំឲ្យសោះទីបំផុតទៅប្តឹងថានៅក្នុងចិត្តរបស់អ្នកអុកញ៉ាគាត់ចង់ឲ្យអ្នកណាមានចិត្តអាណិតគាត់ឡើយក្រោយមកនៅក្នុងការិយាល័យអ្នកបម្រើតមានការងឿងឆ្ងល់ព្រោះសកម្មភាពរបស់អ្នកអុកញ៉ាមិញនេះមិនដូចសពមួយដងឡើយពីព្រោះអ្នកបម្រើក៏ធ្លាប់បានរៀបរាប់រឿងនេះទៅឲ្យនារីអ្នកមានមុខមាត់ជាច្រើនអ្នកពីមុនមកដែរប្តីអ្នកអុកញ៉ាហើយឡើយសម្ដីនេះធ្វើឲ្យអ្នកអុកញ៉ាធ្លាក់ចូលទៅក្នុងគំនិតដ៏ជ្រាលជ្រៅគាត់មានអារម្មណ៍ថាក្រសែភ្នែករបស់នាងគឺមិនដូចអ្នកដទៃឡើយនារីផ្សេងទៀតមិនបានខ្វល់ខ្វាយពិតប្រាកដនោះទេហើយពួកគេក៏គ្រាន់តែមើលកណ្ដៃចំពោះវាប៉ុន្តែក្តីគឺខុសប្លែកពីគេនាងមើលមកខ្ញុំដូចជានាងអាចយល់ពីចិត្តរបស់ខ្ញុំយ៉ាងអញ្ចឹងដូច្នេះហើយទៅមិនដឹងថាហ្វេតអ្វីបានជាខ្ញុំមានអារម្មណ៍ថាដូចជាមានអ្នកមកលួងលោមបែបនេះក៏ដល់តាមនេះលោកអុកញ៉ាក៏ចាប់ផ្ដើមមុខឡើងក្រហមដោយភាពអៀនខ្មាស់តើខ្ញុំបានធ្វើឲ្យនាងភ័យខ្លាចមែនទេចំណែកកៃខាងរេវិញកំពុងតែអង្គុយគិតអ្វីមួយដោយចិត្តអណ្ដែតអណ្ដូងលោកអុកញ៉ាមើលតែហាក់ដូចជាខឹងខ្លាំងណាស់ក៏មិនចម្លែកដែរតែមានអ្នកណាទៅចង់ឲ្យគេលើងចាស់មកនិយាយឡើងវិញនោះប៉ុន្តែរេកាន់តែក៏កាន់តែមានអាឡាមបានអំផុសសម្បីតែរឿងធ្វើឲ្យលោកអុកញ៉ាពេញចិត្តក៏ខ្ញុំនៅមិនតាន់បានធ្វើផងតែទៅបែរជាធ្វើឲ្យខូចការអស់ទៅហើយតើខ្ញុំនឹងអាចចាកចេញពីទីនេះដោយសុវត្ថិភាពដែរឬទេគ្មាននរណាដឹងឡើយប៉ុន្តែមិននឹកស្មានថាក្នុងពេលដែលកំពុងតែអង្គុយគិតនោះរេក៏បានទេលត់ទៅទាំងនៅក្នុងសួនច្បារនោះតែម្ដងនៅពេលដែលភ្ញាក់ពីដែកកំដងទៀតនាងក៏បានដឹងខ្លួនថាខ្លួននឹងកំពុងតែដេកនៅលើក្រែទៅវិញកំពុងតែក្នុងពេលដែលរេកំពុងងឿងឆ្ងល់ថាខ្លួនទៅទីថាក៏មានសំឡេងមួយបន្លឺឡើងមកកាប់ផ្ដាច់ភាពស្ងប់ស្ងាត់នោះភ្ញាក់ហើយមែនទេនៅដែកលកហេតុត្រូវគេបីមកទីនេះមើលទៅហាក់ដូចជានាងមិនដឹងរឿងអ្វីទាំងអស់មែនទេងាកទៅតាមតឹងថាជាលោកអុកញ៉ានាងបានត្រឹមតែពន្យល់ដោយភាពអៀនខ្មាស់ដោយប្រាប់ថាយកមិញនេះនឹងគេមិនលុកសោះនឹកស្មានមិនដល់ថានៅក៏បន្តពីនោះលោកអុកញ៉ាក៏បានដើរចូលមកជិតហើយអង្អែតផលនាងថ្នមរេសួរថាតាមពីខ្ញុំមែនទេរេក៏ស្រឡាញ់កម្មភ្លាមមួយរំពេចនាងប្រញាប់ប្រញាល់និយាយរដាក់រដប់ដើម្បីដសេតហើយក៏ប្រញាប់រកលេសដើម្បីចាក់ចេញទៅរឿងរ៉ាវទាំងអស់នេះត្រូវបានតែកើដែលនៅពីក្រោយលុយស្ដាប់បានទាំងអស់នៅពេលឃើញអកប្បកិរិយាខុសប្លែកពីធម្មតារបស់លោកអុកញ៉ាដែលមានចំពោះរេដេកក៏មិនអាចទប់ចិត្តមិនឲ្យសង្ស័យបានឡើយតើលោកអុកញ៉ាបានលងស្រឡាញ់រេមែនទេឬមួយក៏នារីម្នាក់នេះមានអ្វីដែលពិសេសប៉ុន្តែចំពោះលោកអុកញ៉ាវិញលោកគិតថានាងក៏គ្រាន់តែជាបើមិនគិតរឿងដែលនាងឆ្កាមឆ្កងនោះទេអ្វីពេញផ្សេងទៀតក៏មិនខុសពីនារីដតីទៀតប៉ុន្មានដែរទោះបីជាស្ដាប់លោកនិយាយបែបនេះក៏ដោយក៏គិតតែដល់យោបល់ថាតនជាយ៉ាងណាជាស៊ុបបូលោកគួរតែសុំទស្សនាចំពោះរឿងកាលពីមុននេះទៅចោះលោកអុកញ៉ាស្ងៀមស្ងាត់បន្តិចរួចក៏យល់ព្រមតាមនោះចំណែកកែរេវិញទៅពេលត្រឡប់ចូលទៅក្នុងបន្ទប់នឹងចង់តែយំឲ្យខ្លាំងនាងបានតាំងចិត្តថានឹងបង្ហាញខ្លួនឲ្យល្អនៅចំពោះមុខលោកអុកញ៉ាប៉ុន្តែបែរជាជួបតែរឿងដែលធ្វើឲ្យខ្មាស់ស្អៀនជារឿយវិញប្រហែលជាអ្នកមិនអាចឃើញថ្ងៃរះនៅថ្ងៃស្អែកទៀតឡើយនៅពេលនោះហើយក៏មានអ្នកបម្រាមអ្នកដើរចូលមកក្នុងបន្ទប់នាងឃើញផ្កានៅលើដែលមានក្លិនក្រអូប
នាងក៏ចង់នឹងចង់ឃើញហើយសួរថាអ្នកនាងកំពុងធ្វើអ្វីហ្នឹងការពិតទៅ Gray កំពុងតែរៀបចំធ្វើស្ករគ្រាប់ផ្កា Violet នាងក៏ហៅអ្នកបម្រើនោះមកសាកកំប្លុកបន្តិចយ៉ាងរាក់ទាក់អ្នកបម្រើនោះក៏និយាយប្រាប់ថាលោកអុកញ៉ាជាមនុស្សដែលចង់បានមុខមាត់ខ្លាំងណាស់ប៉ុន្តែការពិតទៅលោកចូលចិត្តញ៉ាំរបស់ផ្អែមណាស់បើ Gray រួចអាចយកទៅឲ្យលោកអុកញ៉ាសាកកំប្លុកបន្តិចបានពេលលោកគំនិតនេះភ្លាមភ្នែករបស់ភ្លឺថ្លាឡើងទោះបីជាកេរ្តិ៍ឈ្មោះរបស់នាងធ្លាក់ចុះខ្លាំងក៏ដោយក៏ប្រហែលជាវាអាចជួយកែលម្អបន្ទប់បានខ្លះដែរមែនទេនៅពេលតែនាងកំពុងលើកបង្អែមទៅជិតលោកអុកញ៉ាក៏ឃើញលោកអុកញ៉ាកំពុងតែធ្វើមុខក្រញើព្រោះតែបញ្ជារបស់ព្រះរាជាដូច្នេះនាងក៏សម្រេចចិត្តថយចេញមកវិញសិនប៉ុន្តែនៅក្នុងថ្ងៃបន្ទាប់មកទៀតលោកអុកញ៉ាដែលសារតែបញ្ហាដែលមិនសមហេតុផលរបស់ព្រះរាជាទៅប្លុកតែនៅក្នុងបន្ទប់ធ្វើការសូម្បីតែដេកក៏មិនបានដេកដែរមុខមាត់របស់លោកមើលទៅមិនសូវល្អសោះឡើយនៅពេលដើរកាត់បន្ទប់ធ្វើការនាងសួរអ្នកបម្រើទៅដឹងថាការងាររបស់លោកអុកញ៉ាប្រហែលជាធ្វើរួចហើយលោកក៏ត្រឡប់ទៅបន្ទប់តែវិញហើយដូច្នេះ Gray ក៏គិតថានឹងលើកបង្អែមទៅឲ្យលោកសាកាប្លុកប៉ុន្តែមិននឹកស្មានដល់ថាលោកអុកញ៉ាទៅតែបញ្ចប់ការងារក៏សម្រាប់លោកបាត់ទៅហើយ Gray ក៏ត្រូវតែលើកចូលទៅយ៉ាងថ្នមព្យាយាមមិនឲ្យមានសម្លេងរំខានដល់ការដើររបស់លោកឡើយនៅពេលដាក់របស់ចោះនាងក៏លោកអុកញ៉ាកំពុងតែដូរតាមវិញមួយនៅក្នុងពេលគេងឡក Gray ក៏អន់តែចិត្តដើម្បីស្ដាប់ឲ្យបានច្បាស់នាងឲ្យលោកអុកញ៉ាអួតថាកុំសម្លាប់មកខ្ញុំប្រយោគនេះធ្វើឲ្យ Gray ស្រឡាំងកាំងស្ទើរតែមិនជឿជាខ្លួនឯងលោកអុកញ៉ានៅតែបន្តអូដៃរបស់លោកដូចជាកំពុងតែស្វែងរកអ្វីមួយប្រៀបដូចជាលោកកំពុងព្យាយាមចាប់កាន់ក្តាមចម្បាំងដើម្បីសង្គ្រោះជីវិតឃើញដូចនោះ Gray ក៏ប្រញាប់ចាប់ដៃលោកអុកញ៉ាប៉ុន្តែកម្មភាពនេះបែរជាធ្វើឲ្យលោកអុកញ៉ាភ្ញាក់ឡើងដោយអចេតនាលោកអុកញ៉ាមើលតែភ្ញាក់ផ្អើលហើយសួរថាហេតុអ្វីបានជាអ្នកនៅទីនេះ Gray ក៏ឆ្លើយទៅវិញដោយស្នាមញញឹមថាមកមិនបានមែនទេចុះខ្ញុំមិនអាចចូលក្នុងបន្ទប់របស់អ្នកគាត់ខ្លួននឹងបានមែនទេមិនតាន់ទាំងនិយាយចប់ផងអុកញ៉ាបានក្រោកឈរឡើងភ្លាមហើយអបការសព Gray ជាប់ក្នុងទ្រូងរបស់គាត់មិនអីទេអូនអាចចូលមកបានបន្ទាប់ពីអុកញ៉ាបានសង្កត់អារម្មណ៍ឡើងវិញ Gray ក៏បានយកបង្អែមដែលនាងធ្វើដោយខ្លួនឯងមកជូនគាត់វាគឺជារកជាតិតែផ្កាស្វាយដែលអុកញ៉ាបានជូននាងពីមុនមក Gray បានកែច្នៃផ្កាទាំងនោះឲ្យទៅជាក្របស្ករដ៏ផ្អែមល្ហែមអុកញ៉ាក៏យកប្រំភ្លក់មួយម៉ាត់តាមការស្នើសុំពេលឃើញអុកញ៉ាទៀនរួចច្រល់ហើយ Gray អារម្មណ៍ពេញចិត្តរួចក៏បែកខ្នងដើរចេញទៅប៉ុន្តែអុកញ៉ាក៏បញ្ញប់ហើយនឹងទុករួចសុំទោសរឿងការពីលើកមុនប៉ុន្តែ Gray បានដើរទៅដល់មាត់ទ្វារបាត់ទៅហើយធ្វើជាមិនអ្វីទាំងអស់អំពីពាក្យសុំទោសរបស់អុកញ៉ាផ្ទុយពីភាពជាជាក់មុននេះ Gray មានអារម្មណ៍ភ័យស្លន់ស្លោនៅពេលនឹកឃើញដល់សកម្មភាពរបស់ខ្លួននឹងការពីបន្តិចមុនខ្លួនឯងថែមទាំងបានចាប់ដៃមនុស្សដែលធ្លាប់គំរាមកំហែងខ្លួនទៀតខ្ញុំនេះវាយ៉ាងម៉េចទៅហើយទោះយ៉ាងណាក៏ដោយបន្ទាប់ពីគិតទៅម្ដងទៀតគេដឹងថាអុកញ៉ាហាក់ដូចជាមិនបានខឹងសម្បារអ្វីឡើយប៉ុន្តែកាបនោះមានន័យថាយ៉ាងម៉េចទៅល្ងាចថ្ងៃបន្ទាប់ខណៈដែល Gray កំពុងដេកលក់យ៉ាងស្កប់ស្កល់ក៏ត្រូវភ្ញាក់ឡើងដោយសារសម្លេងរំខានរឿងគឺអុកញ៉ាបានបាញ់ខ្លួនគ្មានអ្វីសោះហើយមនុស្សក្នុងភូមិគ្រឹះទាំងមូលកំពុងតែនាំគ្នាដើររកគាត់បើអុកញ៉ាមិនត្រឡប់មកវិញទេការងារទាំងអស់ក្នុងភូមិគ្រឹះនឹងមិនអាចដោះស្រាយបានឡើយ Gray ក៏ចូលរួមក្នុងការស្វែងរកនោះដែរប៉ុន្តែទៅតែចបានមួយសន្ទុះអុកញ៉ាក៏ស្រាប់តែលេចមុខមកក្បែរនាងរួចឆុយសម្លៀកបំពាក់បោះមួយឈុតឲ្យនាងរឿងគឺអុកញ៉ាដោយសារតែការងារទៅពេទ្យទើបមានអារម្មណ៍តានតឹងក្នុងចិត្តក៏សម្រេចចិត្តលុយចតកិច្ចខ្លួនមកបន្ទាប់ពី Gray ផ្ទុះសម្លៀកបំពាក់រួចរាល់អុកញ៉ាក៏នាំនាងលួចឡើងចិញ្ចាំចេញទៅខាងក្រៅរួចពួកគេជិះសេះទៅកាន់តំបន់មួយក្នុងទឹកដីរបស់គាត់រឿងនេះធ្វើឲ្យ Gray ពិបាកយកខ្លាំងណាស់ជាហកញ្ញាតាមនាំនាងមកជាមួយប៉ុន្តែអុកញ៉ាខ្លួននឹងក៏មិនដឹងមូលហេតុដែរថាហេតុអ្វីបានជាធ្វើបែបនេះក៏ត្រូវតែចេះតែพูดថាខ្លួននឹងមានអារម្មណ៍ឲ្យការពេលនៅតែម្នាក់ឯងបន្ទាប់មកក៏បញ្ញប់ដូរប្រធានបនិយាយគាត់ទីនដៃ Gray ជាកម្មមួយពេលឃើញភាពអ៊ូអរនិងភាពបំញឹករបស់មនុស្សម្នាដែលដើរឆ្លងកាត់ Gray ទៅបណ្ណាំក៏សរសើរមិនបានឡើយមកទីនេះជាលើកដំបូងហើយដែលខ្ញុំបានឃើញផ្សារដែលមានទំហំដល់ថ្នាក់នេះមិនញឹកមិនចាំផ្សារទំនើបនៅរាជធានីនេះប៉ុន្មានទេអុកញ៉ាពន្យល់ដោយក្តីមោទនភាពនោះក៏ព្រោះតែប្រជាជននៅក្នុងទឹកដីនេះសុទ្ធតែជាមនុស្សដែលឧស្សាហ៍ព្យាយាមខ្លាំងណាស់ពួកគេបានឆ្លងកាត់ដោយខ្លួនឯងទាំងសង្គ្រាមទោះភិកឬគ្រោះមន្ត្រីធម្មជាតិកន្លងមកទើបធ្វើឲ្យទីនេះមានសភាពដូចសប្តាហ៍ថ្ងៃនេះហើយការរស់នៅដោយពឹងលើកម្លាំងខ្លួនឯងតែមិនចាំបាច់រងចាំការជួយពីទឹកដីដទៃនោះគឺជាមូលភាពដ៏ធំបំផុតរបស់ប្រជាជននៅទីនេះចាប់ពីពេលនេះទៅពួកគេគឺជាអ្នកដែលនឹងត្រូវគ្រប់គ្រងដូច្នេះចូលពិនិត្យមើលពួកគេឲ្យបានច្បាស់ពេលនោះហើយដែលរ៉ៃលោកអុកញ៉ាដែលនាំនាងមកទីនេះគឺដើម្បីឲ្យយល់ច្បាស់ពីស្ថានភាពរបស់ប្រជាជនបន្តមកលោកអុកញ៉ាក៏ទុកឲ្យរ៉ៃមានសិទ្ធិដើរលេងដោយសេរីជុំវិញនេះខ្ញុំត្រូវទៅធ្វើការងារខ្លះបន្តិចសិនលើមាននៅក្នុងហោប៉ៅស្រាប់ហើយនេះចង់ទិញអីក៏ទិញទៅប៉ុន្តែកុំដើរចូលទៅក្នុងចក្រសង្វាតឲ្យសះប្រយ័ត្នជួបពួកអក្រចនាមិនតន់ឲ្យរ៉ៃបានដល់អ្វីផងលោកអុកញ៉ាក៏បានបាត់ខ្លួនទៅក្នុងវងមនុស្សបាត់ទៅហើយរឿងនេះធ្វើឲ្យរ៉ៃគិតក្នុងចិត្តភ្លាមវិញថាឈប់សម្រាប់ថានេះជាសកាសរបស់ខ្ញុំឲ្យសោះប្រសិនបើឆ្លៀតឱកាសពេលវងមនុស្សច្រើនបែបនេះរត់គេចខ្លួនទៅប៉ុន្តែបន្ទាប់មកនាងក៏នឹកឃើញថាលោកអុកញ៉ាឯងនឹងតាមរកនាងដល់ផ្ទះវិញ
bà chụp nẹt neng tốt nơi tiếng khan ở trên này cầm đất cho rocket cho bò rái cả trời lục cho vinh chìm phèm rái chăm ba trời đời lên bọn đại miền cô đời mình toán ban đại ngày phần miền phong niên có xâm lên ở rổ cô nợ pe cho tới chết được rai ban khơi nơi không cho có lắc mùi mình xây mình nẹt cầm phong ông gối nhớ khuôn nơi không trong trình chẳng mình xây nước trời ban cây chập ban pro tại lôi cho bò hai bò xâm nẹt nước cầm phong tại tim khuôn đã tới mình xây nướcถ้าเป็นไตไรมันบอกเอาอยู่กับโจตเรียรังดำใบได้แรงขมิ้นสินเนี่ยมันมีนกาเพยคลายมันติดซาเลยตัวแต่ไว้เนียงใบจีสบายจัดแต่โลกอกยามันเนตีนี่สั้นบาโลกอกยังเคยเนียงเพื่อเรื่องแบบนี้เพราะให้จิตระบายกามันแคนไรมันได้แหละบอสแมนนู้ดดูเตอร์หนึ่งได้อย่างจัดได้มนุษย์กรบเนียกัดท่าไรกรอนแต่จิกไม่ใส่ตัวใส่เนี่ยปนเนาะปนได้มันต่อไปตัวบันโลกบาดโดนแต่ตัวจมูกจิงจำตัวไรมันเริ่มไตจะมันดับโผระบอกกันยาตัวขนมไม่เมียนนู้เตแต่เนี้ยก็จะเอารถกาเปียกันยาตัวพองได้ขมิ้นใส่ได้ตราบานช่วยสังเคราะห์เมื่อโมกไรดอยเกี่ยวในเกิงช่องท่าแต่เนียงเจนนะเปิดประกอบนั่นได้ไอ้ดูพวกขมิ้นตำแหน่งบานอย่างนี้พระกระเจียมันจะพูดอภิเจตทอมตาเตแต่เนียงเจตีฮันส์นู่นอย่างน่ะมุกมาดับบอลเนียงเปิดเจี๊ยซาคลังน่ะแล้วเป็นนุกรมนุกตุ่มเหมือนนึกมวยกรมเตียดก่อเล็กหมกไม่กลางมันแน่เคยปากพวกคลุนได้ดูเลยได้มันเติมเต็มเหมือนอันเตะแทนแต่งใส่จมักเตียดพองให้จังขมิ้นใส่ปีแต่เนียหนึ่งให้หาโรยเวียกระดอกดาวเจงหมดดำใบบังเรียนมาเรียนดอลเนียงแร่ประยอบการพิขมิ้นใส่ได้เนื้อปีกรอยหนึ่งกับเพลียมปันแต่เนี้ยไอ้ชนะพวกวิโดระเบียบนามนุษย์ชนะแต่งดอกเนี่ยได้เตะบางเมียนแต่คลุมเนี่ยเองไรประหารที่อายุที่รถกิจบ้านแต่เป็นนี้เนียงเมียนขมิ้นมันเนี่ยตีเตอร์เมื่อไทยขนองเป็นได้ไรกำปงแต่ตอนดำไรมันดึงเฟิร์มอีกสมัยดอกคุณจะเชี่ยมือกับมันเลือลังแต่ยมมันทลอบรำเนียงเตอร์ท่าเตอร์ประหยัดไปเดินตามเพลตัวชิมหนูให้ไว้บ้านจีเนียงไตแต่เรื่องหมดดักคลุนไปนี่ระหดเนี่ยได้หมดดอกคือโลกเนี่ยอกยาก็กรอนแต่เลิกได้ล้างไตด้วยประเวนแล้วบันไตบันตัวเติมแต่หมวยบอกไรจับในพวกขมิ้นตุ่มเนื้อแต่งอ้อในจมูกมกก็ดูเตะเลยได้อ้อสายย่ำยางชื่อจับไรดังกะละเตสละอ้อน่ะก็ประยอบสมตัวโลกเนี่ยอกยาจมูกสกามเพียบระบอบเนี่ยกับเพลียมวันได้โลกเนี่ยอกยาเหมือนบ้านเหมือนตัวแสดงไรเตยวิงกอดใบเจียกระทะเครื่องน้ำจิ้มจัดตักใดกอดกระเมียนจำไหนตัวเข้าใส่ขนมเรื่องนี้ได้เรื่องนี้เฟอร์อ่อยไรเมียนอารมณ์ท่าบอลในจมูกหมกนี้เปิดเจียบใบย่อยครั้งน่ะกอดเมื่อเตยโดยเจียมนุษย์เจียวจัดออกกรอบเปลเปคลากระต้นพลอนแต่เปคลาติดใบเจียกูอ่อยคลายยางคลังขนมเปลได้ได้กำปงแต่ลองขนมกลมเนื้อระบอกล้วนเมียนใส่ตัวเนื้อปีกไก่กับประยอบอากลไรก็สู้ดอยจองดังท่าแต่ให้บ้านจะปูเวียนดิงตามในอย่างนี้เมียนใส่ตัวชาแดงเสียสเตอร์ท่าปวดแต่คลังไปตำแหน่งลุยบำในดมบงมวยดมตัวใบจีเนียงดังท่าคล้วนมันกลัวเธอแบบนี้ก่อนได้ปันแต่เพราะแต่ครั้งให้ขมิ้นแต่งอุปกรณ์ได้หรือยาดิมัดนาตังอคล้วนไอ้ก็มันอาจรกประจิงจำชีวิตบ้านได้บาขมิ้นไกรช่วยเตะมันเองเพราะหาเจตระเกวัยระหดดอลสลับบัตเตอร์ให้เคยสถานเพียบระบอกขมิ้นใส่ตุยไกรก่อนเคยดอลไว้กับเพียบดอลลำบากเวทเนี่ยระบอกคล้วนไอ้เพลียมอารามอันได้ดับสู้บ้านการล้างขนมจัดระบอกเนียงแต่เนียงกลัวแต่อังระลกเนี่ยเอากระยาเอาช่วยขมิ้นสลับเนี่ยนี่ได้หรือเตะขมิ้นตัวจำเนี่ยแบบนี้ประกาศเชื่อมันไอโรเรียนเมียนชีวิตขนมใบยาก๊าซตะเขาเคยนี่บานเลยเพลียมนุกเกรก่อจับดามเฟอร์อดเฟอร์จีขมิ้นจงมันเอาไว้มวยนี่เยี่ยงสุดต้นตะการเล่ในออกกัญญายังไอแต่ตัวขมิ้นใส่เนี่ยนี่เฟอร์จิสรีบำรักน้องภูมิเกลือบานเตยำเจ้าเมียนเนี่ยในกล่อมดอให้จมูกยำขนมตะโกนในออกกัญญานี่ยำดังท่าการโจมกับขนมภูมิเกลือระบอลโลกในออกกัญญาเตยฉลองการในวิถีสมุกสมานจิจารปนเตแต่โลกไอยกโจมบนเตบานเตนี่จีลาคือตีมวยให้ได้โลกในออกกัญญาเคยสตรีมเฟอร์อดตดดักคลวนใบนี่เคยตั้งมุกตะกวยอันนั้นระบอกไกรโลกในออกกัญญาก็บังคับจะย้อนพรมแต่เหมือนเป็นจัดไกรกับใบเตอร์โซยบอลขมิ้นใส่ตัวหนูให้เนียงตัวก่อยอลพรมเพลียมได้เหมือนเสียสเตอร์ตอนแต่ซอแต่ไกรมันบานดังเตะท่าทางไงนู้การนั่งขมิ้นใส่นู้หมกเตะคือเชี่ยวจมราเด็ดทั่วเนียงซอกสไลด์บ่มพอดเนื้อเปลือยกลายคนแต่เป้ตลอดหมกดอลโลกในออกกัญญาก่อจับดาวเมียนการสงสัยฮาร์ดไว้บ้านจีนังจนต้องขมิ้นใส่ถนัดเตียมเนี่ยแบบนี้ให้เนื้อกระบายคลวนเตวิ้งมนุษย์จอนควอรือปูอับจนมันได้เฟอร์เอาไว้ได้ขมิ้นพอจำเนียงดอคลวนนั่งเลยหรือมวยสกรรมเพียบนู้คือดำใบบางให้อยากคลวนเคยเตะดังปันไตเปกันล่างวิ่งโลกในออกกัญญาเมียนอารมณ์ท่าเมียนใบมือมันปกติบาปจิจอมบางให้แมนนู้คือกลายเปรโหลดหนักเกลืออย่างกู้แต่บอมาจากเมนู้เตะหายตาการก็จำไรมวยบานเลยล้างขนมกบาระบอกโลกหรือมวยก่อนเนี้ยมันแมนจะปูอับให้จำเป็นประกอบเป็นนิดใดคือกับกู้ตัวเราบรรทบกับรายการเกิดระบอกโลกเพียงไปเปรโจนหมกดอลกอดบานเตรียมเตียร์เอาโลกในออกกัญญาดูรอนเองขมิ้นใส่นู้จะหย่อเลื่อนประกอบกระทาการเพื่อแบบหนึ่งปะปอดอกเกยสระบอกตะโกลเปลตอนตัวอย่างนักโปเกจมุกมาในด่านนี้แต่เป็นนี่โลกบางจีช่วยขมิ้นได้มีประวัติทลอบจบกกเรื่องลุยเจ้าหมกทั่วจีนบ่มเรือเตวิ้งไอ้โลกออกญายอลท่าเนี่ยกรบกรมปฏิหารโดยจิปรุยบานอำเภอหัวแซ่ตะเปกเฮยโลกก่อสู้แต่การได้คือเมื่อสันเจียเพื่อจะมันเนี่ยแจกควาควายสมบัติแต่เนี่ยบ่มราระบอกล้วนให้แทมแต่งแจกช่วยดำนกบ่มรงขมิ้นตัวเตี้ยโลกกระทาเกจิมนุษย์ประเภทอนาเตอร์
ចម្លើយគឺច្បាស់ណាស់តែឃើញក៏មានកំណត់ដូចគ្នានឹងលោកអុកញ៉ាដែរគឺយល់ថាអ្នកនោះប្រហែលជាកំពុងតែសម្ដែងចរិតឲ្យអ្នកដទៃឃើញឬមួយក៏ជាមនុស្សคล้ายចំណែកឯខាងក្នុងរាជវាំងវិញអធិរាជក៏បានទទួលដំណឹងមកថាលោកអុកញ៉ាមានប្រពន្ធថ្មីហើយក្តីចាប់អារម្មណ៍បានបង្ហាញយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់ត្រង់មិនយូរទៀតទេរឿងរ៉ាវអាគួរឲ្យចាប់អារម្មណ៍នឹងកើតឡើងជាមិនខានទោះបីជាមានការសង្ស័យចំពោះអសញ្ញាណរបស់នាងក៏ដោយប៉ុន្តែលោកអុកញ៉ានៅតែលុះចូលទៅក្នុងបន្ទប់របស់នាងនៅពេលយប់លោកថែមទាំងដាស់សាររាល់ទង្វើរបស់ខ្លួនថាមកពីអ្នកគ្រប់គ្រងផ្ទះតាមរំខានខ្លាំងពេកធ្វើឲ្យនាងនិយាយចេញមិនដឹងទៅបើយ៉ាងណាស្រាប់តែក្រេទៅលោកអុកញ៉ាដើម្បីត្រឡប់ទៅបន្ទប់សម្រាប់វិញលោកអុកញ៉ាក៏លើកដៃមកខត់នាងប៉ុន្តែក្រេជាយកច្រឡំចំពោះបំណងរបស់លោករហូតដល់ខ្លួនប្រាណនាងរញ៉ាក់ដោយភាពភ័យខ្លាចនាងសួរស្មានថាលោកអុកញ៉ានឹងធ្វើបាបនាងដោយទៅនឹងស្ដីដតីទៀតដែលធ្លាប់រស់នៅទីនេះពីមុនមកសួស្ដីឆ្លងកាត់ពេលវេលានេះទៅតំណែងរបស់នាងនៅក្នុងចិត្តរបស់លោកអុកញ៉ាគឺបានផ្លាស់ប្ដូរទាំងស្រុងទៅហើយលោកសញ្ជេតជាមួយខ្ញុំមកបើអ្នកនៅក្បែរខ្ញុំហើយមិនក្បត់ខ្ញុំទោះមានរឿងអ្វីកើតឡើងក៏ខ្ញុំនឹងមិនធ្វើបាបអ្នកដាច់ខាតរូបភាពរបស់លោកអុកញ៉ានៅពេលនេះពិតជាទន់ភ្លន់ខ្លាំងណាស់ធ្វើឲ្យក្រេទប់ចិត្តមិនបានក៏ដើរចូលទៅចិត្តតែនេះមិនឬជាលោកអុកញ៉ាដែលខូខើដែលអ្នកគ្រប់គ្នាតែងតែនិយាយល្បីនោះហេតុអ្វីបានជាលោកដូចជាអាកាសធាតុខែនអញ្ចឹងផ្លាស់ប្ដូរចុះឡើងវិញជានិច្ចទៅមួយណាទៅជាតួអង្គពិតរបស់លោក Noel បន្ទាប់មកលោកអុកញ៉ាក៏បានប្រាប់ដំណឹងសំខាន់មួយដល់ក្រេលោកបានសម្រេចចិត្តថានឹងប្រកល់សិទ្ធិអំណាចផ្នែកកូនយោបាយសម្រាប់ប្រជាជននៅក្នុងទឹកដីឲ្យក្រេជាអ្នកទទួលខុសត្រូវព្រោះយ៉ាងណាមិញនាងក៏ជាខ្លាចជាម្ចាស់ស្រីនៃតកូលអុកញ៉ាទៅហើយរឿងនេះធ្វើញាក់ផ្អើលយ៉ាងខ្លាំងទោះបីជាថ្ងៃនេះលោកអុកញ៉ាប្រព្រឹត្តចំពោះនាងដោយភាពទន់ភ្លន់ពិសេសក៏ដោយប៉ុន្តែលោកនៅតែជាម្ចាស់នៃតកូល Pelton ដដែលមិនដឹងថាថ្ងៃណាមួយបើអារម៉ាគាត់មិនល្អគាត់អាចនឹងដោះស្រាយជាមួយនាងយ៉ាងងាយស្រួលនាងថែមទាំងជាប់ចំណាត់ថ្នាក់លេខ79ទៅហើយប្រហែលជាដល់វេននាងតែជាក្មេងទី100ក៏មិនចម្លែកដែរប៉ុន្តែលើសពីនេះទៅទៀតពួកគេថែមទាំងមិនប្រមាណរៀបការជាមួយគ្នាផងនឹកស្មានមិនដល់ថានាងបែរជាចូលលំនិយាយអ្វីដែលនៅក្នុងចិត្តចេញមករឿងនេះធ្វើឲ្យលោកអុកញ៉ាធ្លាក់ចូលទៅក្នុងគំនិតច្រាលជ្រៅឬមួយនេះជាវិធីដែលនាងកំពុងតែជំរុញឲ្យគេឆាប់រៀបចំពិធីកការឲ្យលឿនគាត់នឹកស្មានថា Gray នឹងបញ្ញល់ថ្នាក់នេះសោះទោះបីជាថ្មីនេះគាត់រវល់ខ្លាំងណាស់ក៏ដោយប៉ុន្តែគាត់ក៏កំពុងតែរកមើលថ្ងៃល្អដើម្បីធ្វើពិធីរៀបការដែរលោកអុកញ៉ាក៏នេះមិនទាន់អស់ចិត្តទេនោះអញ្ចឹងយើងនឹងរៀបការឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន Gray បែបនេះក៏ភ័យស្លន់ស្លោថានាងមិនមែនមានន័យបែបនោះទេលុះដល់ថ្ងៃបន្ទាប់ Gray ក៏ត្រូវភ្ញាក់ឡើងដោយសារសម្លេងរំខានរបស់ក្រុមអ្នកបម្រើថាខាងរាជវាំងបានបញ្ជូនមនុស្សមកទៀតហើយអាណិតកាញ់ Gray Renas មិនដឹងថានឹងអាចត្រាំបានឬអត់ទេ Gray ភ្ញាក់ឡើងទាំងមិនយល់ថាមានរឿងអ្វីកើតឡើងនោះទេតាមពិតទៅពេលនេះខាងរាជវាំងបានផ្ញើលិខិតមកដើម្បីជួយដំណឹងថាព្រះនាងនឹងមកទទួលសនកិច្ចចុចព្រះនាងដែលពួកគេនិយាយដល់គឺជាបូនស្រីរបស់ព្រះមហាក្សត្រដែលកំពុងគ្រងរាជដែលត្រូវបានព្រះមហាក្សត្រស្រឡាញ់យ៉ាងខ្លាំងទោះបីជាមិនទាន់មានងារជាអ្វីក៏ដោយប៉ុន្តែព្រះនាងមានឈ្មោះល្បីល្បាញណាស់ជាសមាជិកដ៏សំខាន់ម្នាក់នៃរាជវង្សជាមួយនឹងអធិពលនៃត្រកូល Pelton ការដែលត្រូវបានតួអង្គធំម្នាក់បែបនេះចាប់អារម្មណ៍គឺជារឿងធម្មតាទេប៉ុន្តែហេតុអ្វីបានជាក្របគ្នាមើលមកនាងដោយខ្សែភ្នែកប្លែកបែបនេះនៅពេលនោះលោកអុកញ៉ាក៏ប្រញាប់រត់មកមិនតាន់ឲ្យ Gray បានប្រកម្មអ្វីផងក៏ប្រញាប់ទីនាងចេញទៅខាងក្រៅញាប់ឡើងរៀបចំខ្លួនទៅហើយខ្ញុំនឹងនាំអូនទៅកន្លែងផ្សេងដើម្បីស្នាក់នៅបណ្ដោះអាសន្នពី3ថ្ងៃចាំខ្ញុំបញ្យល់អូននៅពេលក្រោយពេលនេះ Gray បានត្រឹមតែងឿងឆ្ងល់មិនយល់ថាមានរឿងអ្វីកំពុងតែកើតឡើងប៉ុន្តែមិនតាន់ទាំងបានចេញទៅណាផងអ្នកមើលការក៏ត្រូវក៏បានមករាយការណ៍ថាព្រះនាងបានយាងមកដល់ហើយលោកអុកញ៉ាបានយកដៃបាមុខហើយដកដង្ហើមធំរួចនិយាយថាសំណាងល្អណាស់ចំថែង Gray នៅតែជ្រឿងឆ្ងល់ដែរនៅពេលនោះដែលព្រះនាងកំពុងតែខឹងសម្បាដែរពុំមិនឃើញមានអ្នកណាមក៏ចាំទទួលតងឡើយក្លាហានណាស់ស្ដីហានឲ្យយើងរងចាំបែបនេះនឹងហើយទៅផ្សំជាបោរបស់អញទោះបីជាគាត់ពិតជាសង្ហាហើយក៏មានសមត្ថភាពខ្លាំងមែនក៏ដោយប៉ុន្តែធ្វើឲ្យអញរងចាំយូរដល់ថ្នាក់នេះអានធុញទ្រាន់ណាស់ហើយនាងក៏ស្រាប់តែញឹមឡើងភ្លាមចុះបើអ៊ីចឹងពួកសត្វល្អិតរំខានទាំងនេះត្រូវធ្វើម៉េចទៅនៅពេលដែលអ្នកអុកញ៉ាបង្ហាញខ្លួនព្រះនាងក៏បដូរទឹកមុខពីភាពឆ្មើងឆ្មៃទៅជាអៀនខ្មាសភ្លាមឡើងក្រហមមុខគួរឲ្យអាណិតពិតមែនមិនបានជាឡកឲ្យខ្ញុំរងចាំយូរម្ល៉េះអ្នកអុកញ៉ាឆ្លើយតបយ៉ាងត្រជាក់ខ្ញុំគ្មានអ្វីត្រូវដោះសារទេលើកក្រោយខ្ញុំនឹងស្វាគមន៍លើកឲ្យបានកក់ក្ដៅជាងនេះព្រះនាងប៉ុន្តែព្រះនាងនៅតែបង្ហាញទឹកមុខមិនពេញចិត្តដែរអុកញ៉ាការដែលលោកអ្នកឯងមកទទួលស្វាគមន៍មិនព្រះនាងអ៊ីចឹងពិតជាមិនអាចទទួលយកបានឡើយមិនអីចឹងមែនទេពេលបាននូពាក្យទាំងនេះពីព្រះនាងនៅឯកាន់តែប្រកាសចិត្តថានឹងពិតជាលោកមកទីនេះដើម្បីរកប្រពន្ធខ្លួននឹងហើយនេះគឺជាបញ្ហាតែមួយលោកប្រញាប់ដាក់សេះផ្លាមព្រាយរបស់ខ្ញុំទៅតែមកពីតំបន់ជាយក្រុងទេម្យ៉ាងទៀតនាងក៏ទៅតែមកទីនេះមិនយប់មិនមានដែរដូច្នេះហើយទៅខ្ញុំមិនបានហៅនាងមកពួកខ្លាចថានាងនឹងធ្វើឲ្យខុសចកងរំខានដល់ព្រះនាងពេលបានអ្នកអុកញ៉ានិយាយបែបនេះព្រះនាងក៏មានអារម្មណ៍រីករាយនៅក្នុងចិត្តប៉ុន្តែដោយសារGrayមានដើមកំណើតមកពីចម្បត់
កាន់តែធ្វើឲ្យព្រះនាងមានការងឿងឆ្ងល់នឹងចង់ដឹងចង់ឃើញអ្នកអង្គញ្ញាគ្មានចម្រើសអ្វីក្រៅពីត្រូវទៅរកក្រែនោះទេទោះបីជាលោកកំធ្វើគ្រប់យ៉ាងដើម្បីរារាំងអ្នកអង្គញ្ញាដែលកំពុងព្រួយបារម្ភក៏ចាប់ស្មារបស់ក្រែរួចផ្ដាំភ្ញើយ៉ាងយកចិត្តទុកដាក់ទោះបីព្រះនាងនិយាយអ្វីក៏ដោយកុំចិត្តទុកដាក់អីគ្រាន់តែញឹមទៅបានហើយក៏មាត់ជាមួយនាងឲ្យសោះអូនយល់ទេឃើញទឹកមុខព្រួយបារម្ភរបស់អ្នកអង្គញ្ញាក្រែក៏ប្រញំងក្បាលយល់ព្រមអ្នកគ្រប់គ្រងផ្ទះនិងពួកអ្នកបម្រើក៏មិនអាចលាក់ការព្រួយបារម្ភចំពោះក្រែបានដែរទោះបីជាក្រែមានដើមកំណើតមកពីជនបទក៏ដោយប៉ុន្តែយ៉ាងណាក៏នាងជាកូនស្រីអភិជនម្នាក់ដែរតាំងពីតូចចុំត្រូវបានគេថ្នាក់ថ្នមតែអាចទៅនឹងសម្ដីដ៏ចាក់ដោតពីព្រះនាងបាននៅរបៀបណាបន្តមកក្រែក៏ត្រូវបានគេនាំទៅជួបព្រះនាងណែនាំខ្លួនដោយគោរពប៉ុន្តែព្រះនាងបែរជាសើចចំអកទៅវិញហើយនៅឬដែលជាកូនដំណឹងរបស់លោកអ្នកអង្គញ្ញាខ្ញុំស្មានថានៅឯរើសប៉ុនទេផ្ដាស្នាចុះហេតុអ្វីបានជាគាត់ជ្រើសរើសនោះដូចជាឡងទៅវិញពិតជាថ្លាក់ថ្លៃខ្លាំងណាស់ព្រះនាងនៅតែបន់ចំអកមិនឈប់ចុះហេតុអ្វីបានជាមនុស្សនៅតំបន់ជីក្រុងពេលធំនឹងក្តីទៅសុទ្ធតែមុខដូចដំឡូងបារាំងស្អុយអ៊ីចឹងហាមិននឹកស្មានថាព្រះនាងនិយាយអាក្រក់ដាក់គេខ្លាំងម្ល៉េះទេទោះបីជាបានប្រាប់ក្រែឲ្យប្រយ័ត្នរួចហើយក៏ដោយតែមិនដឹងថានាងអាចត្រាំបាននៅអត់នោះទេកញ្ញាភ័យជនគ្រប់រូបបាននៅពាក្យសម្ដីបែបនេះប្រកាសជាមិនអាចនៅស្ងៀមបានឡើយតែក្រែបែរជាញឹមតិចជាដើម្បីសម្រួលអាឡាមអ្នកនៅក្បែររួចហើយក៏ញឹមយល់ស្របទៅនឹងពាក្យសម្ដីរបស់ព្រះនាងពិតមែនហើយព្រះនាងដំឡូងបារាំងគឺជាអាហារដែនដីរបស់ពួកយើងនោះហារឿងនេះរឹតតែធ្វើឲ្យចុះព្រះនាងខឹងសម្បាខ្លាំងឡើងនាងនេះពិតជាមិនដឹងអីសោះមែនបន្ទាប់មកព្រះនាងក៏បានចំហាក់ថានាងពិតជាសុទ្ធតែនិយមណានេះគឺជាប្រពៃណីរបស់តកូលឯដូយើងទេគ្រាន់តែក្រែនៅតែញឹមឆ្លើយទៅតបសួរស្មានថាព្រះនាងជារឿងនេះសោះពុកកំដាយរបស់ខ្ញុំតែតែបង្រៀនថាត្រូវតែមានសតិនិយមនិងមើលអ្វីគ្រប់យ៉ាងក្នុងផ្លូវវិជ្ជមានក៏ព្រោះតែការអប់រំដ៏ល្អនិងយកចិត្តទុកដាក់របស់ពួកគាត់ទៅខ្ញុំមានថ្ងៃនេះបានព្រះនាងនិយាយឡើងចេញក្តុកក្នុងចិត្តក៏សម្រេចចិត្តបញ្ចេញពាក្យសម្ដីចាក់ដោតឲ្យឈឺចាប់បំផុតសូមទូផងប៉ុន្តែការអប់របស់គ្រួសារនឹងពិតជាអន់មែននាងវាងងខ្លៅពេករហូតដល់ខ្លួនអញកំពុងតែត្រូវគេចំអកក៏មិនដឹងខ្លួនទៀតតែក្រែក៏បងដែរឲ្យយើងដឹងថាខ្លាចចម្លេះខ្ញុំពិតជាតាមបន្តព្រះនាងមែនមនុស្សម្នាក់ដូចជាព្រះនាងបែរជាមានចិត្តអបរនិយាយជាមួយខ្ញុំពិតជាចិត្តទូលាយមែនខ្ញុំពិតជាគប់ណានិយាយរួចនេះក៏ញឹមយ៉ាងស្រស់តែមកការធ្វើបានដូចអ្វីដែលព្រះនាងរំពឹងទុកខ្ញុំពិតជាសុំទូខ្លាំងណាស់ទង្វានេះរបស់ក្រែធ្វើឲ្យព្រះនាងស្ងាត់មកឈឹងមនុស្សស្រីម្នាក់នេះនាងមានសមត្ថភាពអាចទប់ទល់នឹងពាក្យសម្ដីទាំងនោះបានមែនឬធម្មតាមនោះគេនាំគ្នារត់ទៅយកអស់បាត់ទៅហើយមិនបានជាវាអាចធ្វើខ្លួនធម្មតាបានម្លេះពាក្យសម្ដីដែលព្រះនាងនិយាយចេញមកគួរតែធ្វើឲ្យពួកកូនអ្នកមានផ្សេងទៀតយំរត់ស្រុកបាត់ទៅហើយតែសម្រាប់ក្រែវិញវាមិនមែនជារឿងអីធំដុំទេព្រោះតាំងពីនៅជាបន្តភពជាមួយកញ្ញាទៀតនាងធ្លាប់ពពាសម្ដីដែលស្ដាប់មិនបានជាងព្រះនាងនិយាយទៅទៀតផ្លូវចិត្តរបស់នាងវាសាំតែយូរហើយព្រះនៅតែបញ្ជាប្រមានបញ្ឈប់តែក្រែនៅតែរក្សារញញឹមហើយទទួលយកទាំងអស់នោះព្រះនាងខឹងសម្បាខ្លាំងក៏ដើរចេញទៅហើយក៏មិនភ្លេចជេរបតិចតិចក្នុងមាត់ថាប្អូនស្រីម្នាក់ទៀតរបស់លោកបារុននោះប្រហែលជាអាក្រក់ជាងនេះទៅទៀតតែពេលដែលងាកក្រោយព្រះនាងក៏ប្រទះឃើញខ្សែភ្នែកដ៏ប្លែករបស់ក្រែរឿងនេះធ្វើឲ្យព្រះនាងស្បែកចិត្តតភ្លាមព្រោះទីបំផុតដល់ឃើញចំណុចខ្សែរបស់ក្រែហើយព្រះនាងលាក់ភាពរំភើបមិនចិត្តក៏លើកដៃទៅថ្ងាសក្រែមួយដៃខ្សែភ្នែកនោះមានន័យថាចង់បានអ្វីឲ្យមិនសប្បាយចិត្តមែនទេមិនបាននឹងហានធ្វើមុខមាត់បែបនេះនៅចំពោះមុខយើងលោកមិនគិតចង់ខកដល់កបកិរិយាបែបនេះទេនោះឯងពេលឲ្យចម្លើយរបស់លោកអុកកញ្ញាធ្វើឲ្យព្រះនាងកាន់តែមានអំនួតព្រះនាងចិត្តអាក្រក់ក៏លើកដៃធាកំភ្លៀងក្រែមួយដៃរួចធ្វើជាចិត្តទូលេថាលើកលែងឲ្យនាងកំបងនេះបន្ទាប់មកក៏ដើរចេញទៅទោះបីជាលោកអុកកញ្ញាមានចិត្តចាំអារម្មណ៍លើក្រែបន្តិចហើយក៏ដោយតែលោកក៏មិនអាចធ្វើអ្វីបានដែរយ៉ាងណាក៏ព្រះនាងជាខ្សែស្រឡាយរាជវង្សរឿងតែមួយគាត់ដែលលោកអាចធ្វើបានគឺនៅក្បែរក្រែក្នុងថ្ងៃខាងមុខដើម្បីការពារនាងពីព្រះនាងរឿងនេះធ្វើឲ្យព្រះនាងមានអារម្មណ៍មិនសប្បាយចិត្តព្រោះមិនអាចបន្តធ្វើបាបក្រែបានទៀតការពិតទៅដែលព្រះនាងមកទីនេះក៏ព្រោះតែព្រះចក្ររាជមានបន្ទូលបង្កប់លោកអុកកញ្ញានៅឲ្យបានលះបង់ពួរដែលមានអំពីក្រែដោយចេតនារឿងនេះធ្វើឲ្យព្រះចក្ររាជចាប់ផ្ដើមសង្ស័យតែព្រះនាងវិញមិនសូវចាប់អារម្មណ៍ប៉ុន្មានទេក៏គ្រាន់តែជាក្មេងស្រីមកពីគ្រួសារបារ៉ុននៅតំបន់ដាច់ស្រយាលម្នាក់ប៉ុណ្ណោះបងប្រុសប្រហែលជាកាត់ច្រើនពេកហើយក្នុងភ្នែករបស់នាងនៅគ្រាន់តែជាមនុស្សដែលមានប្រវត្តិធម្មតាម្នាក់ប៉ុណ្ណោះដោយសារតែកំដៅរបស់គេគ្មានអ្វីលេចធ្លោហើយតាមពិតទៅគេគ្រាន់តែជាកូនចាស់នៃតកូលម៉ាខ្វេសធម្មតាម្នាក់ប៉ុណ្ណោះប៉ុន្តែព្រះចក្ររាជមិនយល់ព្រមបែបនោះទេតើអញគិតថាពួកគេប្រើវិធីណាដើម្បីលើកតកូលភេតុនឲ្យឡើងទៅដល់តំណែងជាដុកទៅដោយសារភាពឆ្លាតស្វ័យក្នុងការរកស៊ីមែនទេឬក៏ដោយសារភាពស្មោះត្រង់ចំពោះរាជវង្សមិនមែនទេវាគ្រាន់តែមកពីភាពខូខើរបស់អាអ្នកនោះសុទ្ធសាធតាំងពីនៅក្មេងមកកំលេះគេមានថាពួកវេទមន្តដ៏ខ្លាំងក្លាលើស្គេខ្លាំងជាងបុគ្គលធ្មប់នៅក្នុងរាជវង្សទៅទៀតបូករួមទាំងទេពក៏សោយក្នុងការបញ្ជាមនុស្សដ៏ចម្លែកនិងសមត្ថភាពនិយាយ
tiền đại miền nè aiจะเปรียบตามบ้านสมัยแต่ពួកអភ័យជនដែលមានឋានៈខ្ពស់ជាងក៏ត្រូវអន់ក្បាលចោះចាញ់គេដែរហើយអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺបន្ទាប់ពីពុកកំដាយស្លាប់ទៅគេថែមទាំងកម្ចាត់ញ៉ាសណ្ដានក្នុងរសាចោលទាំងអស់ទៀតផងនៅអែលបច្ចុប្បន្នជាការគម្រាមកំហែងដំណើររបស់ព្រះចៅអធិរាជមែនដូច្នេះហើយទៅទូនីតិរបស់ព្រះនឹងមានសារៈសំខាន់ខ្លាំងណាស់ព្រះចៅអធិរាជចង់ឲ្យព្រះនាងរៀបការជាមួយនៅអែលដើម្បីទប់ស្កាត់មិនឲ្យគេឡើងទៅកាន់តំណែងដែលខ្ពស់ជាងនេះហើយនោះហើយជាមូលហេតុនៃការមានវត្តមានរបស់ព្រះនាងបញ្យុបណ្ឌាព្រះចៅអធិរាជក៏បញ្ជាឈ្នួលអែលទៅកាន់ព្រះរាជវាំងដើម្បីគ្រប់គ្រងរាល់កិច្ចការចំនួនទាំងអស់ចំណែកកៃក្រេក្នុងនាមជាម្ចាស់ផ្ទះដែលនៅសល់ត្រូវទទួលបន្ទុកទួនាទីអ្នកមើលថែព្រះនាងពេញមួយថ្ងៃហើយអាណាចិត្តខ្លាំងណាស់ចំណែកក្រេវិញមានអារម្មណ៍ដូចជាមេឃលមុកលើខ្លួនចឹងប៉ុន្តែនាងគ្មានចម្រើសអ្វីក្រៅពីញញឹមហើយព្រមទៅយកវិជាសំណាងល្អដែលមុនពេលចេញទៅនៅអលបានផ្ដាំផ្ញើថារាល់កិច្ចការក្នុងផ្ទះគឺក្រេជាអ្នកសម្រេចចិត្តទាំងអស់រឿងនេះធ្វើឲ្យនាងមានអារម្មណ៍ថាមានក្តីសោកខ្លាំងណាស់ប៉ុន្តែក៏ព្រួយបារម្ភផងដែរព្រោះមិនដឹងថាខ្លួននឹងអាចធ្វើបានឬអត់នោះទេទោះជាយ៉ាងណាក៏ដោយរឿងនេះបែរជាធ្វើឲ្យតែណាគាត់តែស្អប់ភើមនាងថែមទៀតតែណាសាបថានឹងជន់ជាក្រេឲ្យបានហើយធ្វើឲ្យនាងរងទុក្ខវេទនាប៉ុន្តែនៅពេលដែលនាងរៀបនឹងធ្វើសកម្មភាពតែភាពមួយនៅក្រៅបង្អួចក៏តាក់ទាញការចាប់អារម្មណ៍របស់នាងក្រេក៏ចង់ទៅមើលដែរពេលនោះបណ្ដោះថៃអាណាបើកធំនៅពេលមើលទៅខាងក្រៅវាក្រានតែជាក្រុមពាណិជ្ជកំពុងដឹកទំនិញមកតែប៉ុណ្ណោះមិនអាចត្រួយទេដែលព្រះនាងចំណែននឹងមាសកាត់ទាំងនោះពេលហ្នឹងតែព្រៃបានដឹងថាអាណាចង់ចេញទៅខាងក្រៅសោះប៉ុន្តែព្រះនាងនៅតែមិនព្រមសារភាពឡើយគាត់នៅតែរឹងក្បាលខ្លាំងណាស់គួរឲ្យអស់សំណើចមែនក្នុងនាមជាព្រះនាងខ្ញុំមិនធាត់ឡើងក្នុងវិហាររួចទៅហើយខ្ញុំចូលចិត្តនៅតែក្នុងវគ្គបន្តនោះទៅឲ្យខ្ញុំចាប់អារម្មណ៍រឿងចេញទៅក្រៅលេងដោយរបៀបណាទៅហើយខ្ញុំក៏មិនគេចង់ឃើញរឿងផ្សារអីហ្នឹងដែរខ្ញុំមិនទៅដាច់ខាតខ្ញុំមិនចង់ទៅផ្សារដែលស្ថិតក្នុងដីរបស់តកូបេអូដានទេទោះមាត់ព្រះនាងនិយាយបែបនេះក្តីតែទឹកមុខរបស់នាងពិតជាគួរឲ្យអាណិតខ្លាំងណាស់តាមពិតទៅនាងពិតជាចង់ទៅណាស់ប៉ុន្តែក្នុងនាមជាព្រះនាងដាក់ពងខ្ពស់ខ្លាចថាពិបាកនឹងទៅកន្លែងបែបនោះដោយសេរីណាស់រឿងនេះធ្វើឲ្យក្តីមានអារម្មណ៍វិលមុខរកអ្វីប្រៀបមិនបានការនាំព្រះនាងចេញទៅក្រៅមិនមែនជារឿងងាយស្រួលឡើយវាក៏ធ្វើឲ្យនាងនឹកឃើញដល់កញ្ញាដែលនាងធ្លាប់បម្រើដែរពោះតែចរិតលក្ខណៈរបស់ពួកគេគឺដូចគ្នាខ្លាំងណាស់ដូច្នេះហើយក្រីក៏ដើរត្រឡប់មកវិញហើយរៀបជាមួយទេអាណាហើយឈុតសម្លៀកបំពាក់ថតតាមួយឈុតហើយដឹងថាការចេញទៅក្រៅនឹងមិនងាយស្រួលសម្រាប់ព្រះនាងឡើយនាងសម្រេចចិត្តឲ្យទេអាណាក្លាយជាអភិជនធម្មតាក្នុងពេលនេះប៉ុន្តែពេលឃើញឈុតសម្លៀកបំពាក់សាមញ្ញទាំងនោះទេអាណាកំហើងដើរមុខក្រហាមងាងហើយនាងកំពុងលេងសើចជាមួយខ្ញុំមែនទេនាងអត់ដែលមើលដោយការមើលងាយហើយតើមាននរណាគេចង់សម្ដែងរឿងល្ខោនថើកទាបបែបនេះទៅប៉ុន្តែមិននឹកស្មានថាត្រឹមតែ1វិនាទីក្រោយមកទេអាណាក៏បានតូចឈុតនោះរួចរាល់ទោះបីជានៅរឹងក្បាលមិនព្រមសារភាពក៏ដោយថ្ងៃនេះក្រេក្នុងនាមជាអ្នកបម្រើផ្តោមានភារកិច្ចការពារកញ្ញាទោះជាយ៉ាងណាក៏ដោយសក់ដែលវិញពេករបស់នាងតែងតែជ្រុះចុះមកមិនជប់សះទេអាណាឃើញបែបនេះក៏បានចំអាក់ឲ្យដំឡូងបារាំងម្នាក់នេះទៀតសរុបទៅនាងនេះជំនួសល្ងងឬក៏ឈួតឬមួយក៏ល្ងងផងឈួតផងទៅបន្ទាប់មកនាងក៏ប៉ះសក់របស់ក្រេតិចត្រឹមតែមួយប៉ាព្រិចភ្នែកក្រេក៏ប្រែខ្លាយទៅជាបុរសសក់ខ្លីដ៏ស្រស់សង្ហាម្នាក់នេះគឺជាលទ្ធផលនៃមន្តអាគមដែលព្រះនាងប្រើប៉ុន្តែពេលឃើញរូបរាងថ្មីនេះក្រេក៏ភ័យស្លន់ស្លាប់ភ្លាមនេះចាំដល់ទៅពេលនេះខ្ញុំរត់នៅទាំងបែបនេះមែនទេសក់របស់ខ្ញុំថែមកឆ្នាំមកហើយណាថៃអាណាបញ្យល់ដោយភាពមិនអត់ធ្មត់ខ្ញុំបានប្រាប់ឲ្យថាវាគ្រាន់តែជាបណ្ដោះអាសន្នទេបានឲ្យឡើងឡានមកអាដំឡុងស្អុយតែក្រេមិនចេះជិះសេះឡើយរឿងនេះធ្វើឲ្យព្រះនាងចំអាក់ក៏មិនឈប់នាងកំពុងតែខ្លាចមែនទេគ្មាននរណាដឹងទេមែនទេថាមានដំឡូងបារាំងស្អុយមួយកំពុងស្ថិតនៅក្នុងតំបន់នេះប៉ុន្តែក្រេពិតជាមានអារម្មណ៍មិនសប្បាយចិត្តឡើយប្រសិនបើត្រូវគេហៅបែបនោះរហូតតើខ្លួននឹងពិតជាប្រែទៅជាដំឡូងបារាំងមែនឬអីបន្ទាប់មកទីយ៉ាណាបានប្រាប់ក្រេដោយទំនុកចិត្តថាឲ្យតោងខ្លួននាងឲ្យចប់ខ្ញុំជិះសេះពូកែខ្លាំងណាស់ណាសូម្បីតែនៅក្នុងរាជវាំងក៏គ្មាននរណាមិនទទួលស្គាល់ដែរមិនតាន់ឲ្យក្រេបានត្រៀមខ្លួនតាន់ផងទីយ៉ាណាក៏កំណឹងសេះឲ្យរត់យ៉ាងលឿនធ្វើឲ្យក្រេមានការសង្ស័យថាតើខ្លួនឯងនឹងអាចនៅមានជីវិតទៅទៀតឬអត់ហើយដោយសពមួយដងនាងក៏ត្រូវម្ចាស់ស្ត្រីចំអាក់ឲ្យវិញបើធៀបនឹងក្រេនៅពេលនេះទីអាទៅពោពេញដោយថាមពលដូចជាកូនឆ្មាតូចមួយដែលមិនធ្លាប់ឃើញពិភពលោកពីមុនមកនឹងចង់ឃើញគ្រប់យ៉ាងនៅជុំវិញខ្លួនខុសប្លែកពីពេលដែលនាងនៅក្នុងវិមានដាច់ស្រឡះប៉ុន្តែក្រេក៏មានអារម្មណ៍ភ្ញាក់ផ្អើលដែរនៅពេលនឹកឃើញដល់ពេលដែលខ្លួនធ្លាប់ត្រូវបានគេថាកំភ្លៀងនឹកស្មានមិនដល់ថានាងមានជ្រុងមួយបែបនេះដែរពេលឃើញទីយ៉ាងណាជាប្រព្រឹត្តយ៉ាងទន់ភ្លន់ជាមួយក្មេងក្រេក៏មិនភ្លេចលែងសើចថាមើលទៅអ្នកប្រហែលជាចូលចិត្តក្មេងខ្លាំងណាស់ណាប៉ុន្តែទីយ៉ាងណាក៏ដបងវិញថាខ្ញុំមិនមែនចូលចិត្តក្មេងទេគឺខ្ញុំស្រឡាញ់ប្រជាជននៃទឹកដីមួយនេះអ្នកនឹងត្រូវសាងអាណាក៏សម្រាប់ចក្រភពមួយនេះទោះបីជាពេលនេះប្រជាជននៅក្នុងរាជធានីមើលទៅមិនមានសុភមក៏តតែសោះប៉ុន្តែនៅពេលដែលបតារបស់ខ្ញុំនៅក្រុងរាជគឺមិនមែនបែបនេះឡើយខ្ញុំស្រឡាញ់ទឹកដីមួយនេះណាចក្រភពខ្លាំងក្លាបំផុតដែលត្រូវបានការពារដោយត្រកូលនីមានស្ដេចដែលឆ្លាតស្វ័យនិងមានកូនយោបាយដែលស្និទ្ធស្នាលជាមួយប្រជាជន
ប៉ុន្តែពេលនេះគ្មានទស្សនវិជ្ជាបែបនោះទៀតឡើយពេលឃើញទីណាមែនតកព្រួយក្រេបានលួងលោមដោយស្មោះត្រង់ថាម្ចាស់សតត្រីពិតជាមនុស្សល្អម្នាក់ចាប់តាំងពីសេចក្តីស្រឡាញ់ដែលមានចំពោះប្រជាជនរហូតដល់វេទមន្តដែលអាចផ្លាស់ប្ដូររូបរាងកាយមនុស្សបានសុទ្ធតែពួកគេអាស្ចារ្យទាំងអស់ប៉ុន្តែមិនទាន់ឲ្យក្រេបានសរសើរអ្វីបន្ថែមទៀតផងទីណាក៏មិនចេះតែដាក់ខ្លួនឲ្យទទួលស្គាល់ឋានពិតជាប្រាក់អណានោះគឺជាវេទមន្តដែលអាចផ្លាស់ប្ដូររចនាសម្ព័ន្ធនៃរាងកាយមនុស្សវាជាវិធីសាស្ត្រដែលទាមទារការក្របគ្រងយ៉ាងល្អិតល្អន់មិនថាត្រូវប្រើប្រាស់ស្ថានពរវេទមន្តច្រើនប៉ុណ្ណាប៉ុន្តែខ្ញុំគឺជាមនុស្សតែម្នាក់គាត់ដែលអាចប្រើវាបានចំពោះទីណាអារម្មណ៍ដំបងចំពោះក្រេគ្រាន់តែជាក្មេងស្រីក្រៃនៅល្ងងខ្លៅម្នាក់ប៉ុណ្ណោះជាកូនរបស់ម្នាក់ដែលមិនអាចមើលឃើញអនាគតរបស់ខ្លួនឯងមានតែត្រូវនាំផ្លូវតែប៉ុន្តែរាល់ពេលដែលនឹកឃើញដល់ទឹកមុខដ៏ស្លូតត្រង់របស់នាងព្រះនាងក៏មិនអាចទប់ចិត្តមិនឲ្យសង្ស័យបានឡើយតែពិតជាមានពួកអភ័យជនបែបនេះមែនទេនាងជាមនុស្សដែលប្លែកបំផុតក្នុងចំណោមពួកអភ័យជនដែរទីណាធ្លាប់បានជួបបន្តមកទីណាក៏បានបង្ហាញពីការសង្ស័យរបស់ខ្លួនតែតាមពិតទៅនាងជាណាគ្នាតែនាងជាតួអង្គជំនួសអ្នកដតីមែនទេនឹកស្មានថា Grey នៅតែឆ្លើយតបដោយភាពស្ងប់ស្ងាត់បំផុតថ្ងៃនេះខ្ញុំបានសម្រេចចិត្តថានឹងធ្វើត្រឹមតែជាអ្នកបម្រើធ្វើមកតាមអ្នករបស់អ្នកនាងតែប៉ុណ្ណោះការកេជវិរបស់ Grey ជាការបញ្ជាក់ថាការស្មានរបស់ព្រះនាងគឺត្រឹមត្រូវប៉ុន្តែទីណាអ្នកបនដល់ថ្នាក់នេះតើនឹងមានរឿងអ្វីកើតឡើងបន្ទៀតខ្ញុំគ្រាន់តែសងត្រឡប់ទៅឲ្យអ្វីដែលក្មេងម្នាក់នោះបានឲ្យខ្ញុំហើយខ្ញុំក៏ពេញចិត្តនឹងរឿងនោះដែរហើយយប់នោះ Nobel ទៅតែត្រឡប់មកកដាលផ្ទះក្នុងពេលជាមួយគ្នានោះតែ Grey និងព្រះនាងកំពុងតែលេងកម្សាន្តជាមួយគ្នាយ៉ាងសប្បាយរីករាយពេលនេះព្រះនាងពណ៌តាចាន់លបែងក៏ធ្វើខ្លួនដូចជាក្មេងតូចរញ៉េរញ៉ៃមិនឈប់មិនព្រមចាញ់ស្រែកទាមទារតែចង់លេងម្ដងទៀតរឿងនេះញាក់ផ្អើលយ៉ាងខ្លាំងតែ Grey ពិតជាសម្រាប់ភាពក្រអឹកខ្ទមរបស់ព្រះនាងម្នាក់នេះបានមែនឬមិនយូរប៉ុន្មានក៏ដល់ពេលដែលព្រះនាងត្រូវយាងត្រឡប់ទៅវិញ Grey និង Noel ចេញទៅជូនដំណើរមាននឹកស្មានថាព្រះនាងបែរជាពលពាក្យអញ្ជើញហើយព្រះបរមរាជវាំងក៏នៅមានកៅអីទំនេរចំនួន4កន្លែងដែរណានៅមិនភិជាសិស្សចំនឹង Grey ឯងត្រូវបានទូអង្គធំម្នាក់ចាប់មកកំទៅហើយណាប៉ុន្តែ Grey បានត្រឹមតែសើចស្ងួតថាអញ្ចឹងទៅបន្តមក Grey ក៏គិតបន្តទោះបីជាបំរើនឹងចេះប៉ុន្តែពេលនេះគិតឡើងវិញប្រហែលជានៅក្នុងព្រំរាជវាំងប្រហែលជាប្រសើរជាងហើយក៏មិនចាំបាច់ត្រូវត្រាំនឹងការគំរាមកំហែងពីសំណាក់អ្នកអុកកញ្ញាដាក់គួរឲ្យខ្លាចម្នាក់នេះទៀតដែរមិននឹកស្មានថាគណៈពេលដែលកំពុងគិតមិនតាន់ចប់ផងនៅបានកាន់កាប់ផ្ដាច់ខ្សែចិត្តរបស់នាងអ្នកនាងនឹងបោះបង់ចោលខ្ញុំទេ Grey ប្រញោដាក់សេតប៉ុន្តែពាក្យសម្ដីបន្តរបស់អ្នកអុកកញ្ញាបែរជាធ្វើឲ្យនាងកាន់តែច្បុកច្របល់អូនអាចទៅរកគេបានបើអូនចង់ធ្វើអ្វីក៏ធ្វើទៅចោះប៉ុន្តែត្រង់បានប្រាប់យ៉ាងច្បាស់ហើយថាហាមក្បត់ត្រង់មិនយល់ថាហេតុអ្វីសោះសោះ Noel ក៏បែកខ្នងដើរចេញភ្លាមហើយប្រាប់ឲ្យរ៉ៃបំភ្លេចរាល់សម្ដីដែលបាននិយាយមិញនេះចោលទៅទោះបីជាវាគ្រាន់តែជាពេលខ្លីក៏ដោយរ៉ៃបានក្នេររបស់ Noel ប្រែជាអាប់អួរមិនយូរប៉ុន្មានធានាក៏មកដល់ពេលចំណុចអីរេរាយការណ៍ទៅព្រះរាមថាមនុស្សតែនៅអាចជ្រើសរើសគ្នាគ្មានអ្វីពិសេសនោះទេមើលទៅដូចជាដំឡូងបារាំទៅវិញប៉ុន្តែព្រះចៅអធិរាជមិនបានចាប់អារម្មណ៍នឹងរឿងទាំងនោះឡើយចំពោះធានា Grey ខុសប្លែកពីអ្នកដទៃទៀតមិនប្រកាសថាអ្វីដែលព្រះចៅអធិរាជបានរំភើបនោះអាចនឹងកើតឡើងពិតមែនប៉ុន្តែព្រះនាងនៅតែបនកុហកដើម្បីកុំឲ្យព្រះចៅអធិរាជត្រូវបារម្ភនាងក៏ត្រឹមតែជានារីម្នាក់ធម្មតាប៉ុណ្ណោះរួចនាងក៏និយាយដោយមើលងាយថាអូនមិនយល់សោះថាហេតុអ្វីអូនត្រូវទៅទីនោះគ្រាន់តែជានារីម្នាក់ដែលស្លៀកពាក់មិនសមរម្យបែបនេះអូនពិតជាមិនយល់ពីអ្វីដែលបងកំពុងគិតសោះឡើយអូនស្មានថានេះគ្រាន់តែជាកូនអុកមួយដែលនៅឯលប្រើដើម្បីបញ្ច្រាបពេលរៀបការតែប៉ុណ្ណោះហើយប្រកាសជាត្រូវគេបោះបង់ចោលក្នុងពេលឆាប់នេះជាក់ជាមិនខានទោះជាយ៉ាងណាក៏ដោយការគិតទាំងនេះធ្វើឲ្យព្រះចៅអធិរាជមានអារម្មណ៍ងឿងឆ្ងល់ហេតុអ្វីមិនដោះស្រាយឲ្យវាចប់ទៅធានាបានត្រឹមតែឆ្លើយយ៉ាងធម្មតាថាគ្រាន់តែអូនមិនចង់ប្រឡាក់ដៃខ្លួននឹងតែប៉ុណ្ណោះបន្ទាប់មកនាងក៏បែរខ្នងដើរចេញទៅទោះបីជាមកនាងធ្វើឲ្យGreyត្រូវទទួលផលកម្មក៏ដោយប៉ុន្តែអ្នកណាទៅស្មានថានាងមិនជាបានចាត់ទុកGreyជាមនុស្សស្និទ្ធបំផុតទៅវិញរត់ដែលធ្លាប់មានកូនក្រមុំរហូតដល់កើ15នាក់ប៉ុន្តែមានតែមនុស្សទីកើ19តែម្នាក់គាត់ដែលធ្វើឲ្យគេក៏ស្រឡាញ់ខ្លាំងសម្បីតែពេលធ្វើការគេតែងតែឧបភ័យតូចនៅក្នុងដៃជានិច្ចមិនដាច់ចិត្តឲ្យនឹងចាស់ចេញពីខ្លួនមួយចំហានឡើយសម្បីតែពេលប្រភពអាហារក៏គេនៅតែថ្នាក់ថ្នមបញ្ចុកនឹងយ៉ាងយកចិត្តទុកដាក់ទង្វើបែបនេះរបស់ Noel ធ្វើឲ្យGreyមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្បីតែនាងមានអារម្មណ៍ថាខ្លួនកំពុងទទួលបានការស្រឡាញ់ពិសេសប៉ុន្តែសំណាងល្អដែលចុងក្រោយនាងក៏អាចរត់រួចតែគេត្រូវខ្មោចជលឺយ៉ាងណាហេតុអ្វីបានជាស្រាប់តែមកធ្វើល្អដាក់ខ្លួនបែបនេះការផ្លាស់ប្ដូរនេះពិតជាខ្លាំងពេករហូតធ្វើឲ្យនាងមិនអាចគុំឲ្យសង្ស័យបានតើអាចទៅរួចទេដែលលោកអុកញ៉ាបានលងស្រឡាញ់នាងនោះបើជារឿងពិតមែនយ៉ាងហោចណាស់នាងក៏នឹងមានសុវត្ថិភាពប៉ុន្តែនៅGreyបែរជាមានអារម្មណ៍ថាសកម្មភាពរបស់Noelវាថែមទាំងធ្វើឲ្យនាងមានអារម្មណ៍ព្រឺក្បាលទៀតផងមុខមាត់ស្រស់សង្ហារបស់គេពិតជាធ្វើឲ្យអ្នកណាក៏ឡងស្នេហ៍ដែរ
ប៉ុន្តែទោះជាយ៉ាងណាក្រេនៅតែមកឃើញពីមុខមាត់ពិតរបស់គេបានព្រោះតែនាងមានអត្តកំបាំងមួយតាំងពីតូចយកម្នាងអាចមើលឃើញពីវត្តមាននៃថាពោវេទុតមុនទោះបីជាពេលរស់នៅជិតមុននាងកម្រនឹងមានឱកាសបានឃើញក៏ដោយប៉ុន្តែតាំងពីមកទីនេះមកនាងតែងតែមានអារម្មណ៍ថាថាពោវេតុមុនដ៏ខ្លាំងក្លារបស់នៅវាធ្វើឲ្យនាងស្ទើរតែដកដងហើមមិនរួចរឿងនេះធ្វើឲ្យនាងមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងណាស់ទោះបីជាលោកអុកញ៉ាហាក់ដូចជាបានផ្លាស់ប្ដូរទៅក្តីប៉ុន្តែក្រៃនៅតែមានអារម្មណ៍ថប់ដងហើមដដែលតែអាចមកពីលើកមុននាងត្រូវគេគំរាមខ្លាំងពេកឬអត់ទៅធ្វើឲ្យពេលនេះនាងមានអារម្មណ៍បែបនេះទេនៅពេលនោះនាងស្រាប់តែឧស្សាហ៍សម្លេងអ្វីមួយចេញពីក្រោយកំផត់ឈើពេលនាងត្រៀមខ្លួនដើរទៅជិតដើម្បីពិនិត្យមើលស្រាប់តែមានអ្នកបម្រាមអ្នកបានឲ្យនាងឲ្យឈប់តាមពិតទៅលោកកញ្ញាបានបញ្ជាគេកាត់ឈុតរោថ្មីពុនជាច្រើនហើយចង់ឲ្យនាងសាកល្បងវាហើយគិតថាវាមិនមានរឿងអ្វីប្លែកកាត់ឡើងនៅក្នុងភូមិគិតរបស់កញ្ញាឡើយក្រៃក៏បែកខ្លួនដើរចេញទៅប៉ុន្តែមិននឹកស្មានថាអារម្មណ៍របស់នាងគឺត្រឹមត្រូវមែននៅក្រោយដើមឈើនោះពិតជាមានមនុស្សលាក់ខ្លួននៅទីនោះមែនទោះបីជាមនុស្សនោះព្យាយាមលាក់បាំងថាមពលវេទមន្តនឹងទប់ដងហាមយ៉ាងណាក៏ដោយក៏នៅតែត្រូវបានក្រៃរកឃើញដដែលអ្នកបម្រើនោះក៏ដើរចេញទៅត្រៀមរົບចំណែកក្រៃក៏ដើរទៅបន្ទប់ធ្វើការដើម្បីរកលោកអុកកញ្ញាប៉ុន្តែបន្ទាប់ពីកលេចមើលជុំវិញខ្លួននាងបានឃើញថាលោកអុកកញ្ញាមិននៅទីនេះទេឃើញតែធ្វើការហាក់ដូចជាមានភាពរញ៉េរញ៉ៃក្រៃដែលមានចិត្តល្អក៏សម្រេចចិត្តជួយរៀបចំសម្អាតវាស្រាប់តែមានសៀវភៅកំណត់ហេតុចាស់មួយក្បាលបានតាក់ទាញចំណាប់អារម្មណ៍របស់នាងមើលទៅវាហាក់ដូចជាមានអាយុកាលយូរណាស់មកហើយទោះបីជានាងនឹងថាមិនគួរទៅមើលរបស់បែបនេះក៏ដោយប៉ុន្តែពីចុងនឹងចុងឃើញបានធ្វើឲ្យនាងបើកសៀវភៅកំណត់ហេតុនោះហើយភ្លាមផ្លែងដែលនាងបើកអានក្រៃក៏ចុះរឹងត្រឹងរឿងដែលនាងមិននឹកស្មានដល់នោះគឺការបើកសៀវភៅកំណត់ហេតុមួយក្បាលនេះគឺជាការចាប់ផ្ដើមនៃសុបិនអាក្រក់ទាំងអស់មិនយូរប៉ុន្មានលោកអុកកញ្ញាក៏បានបង្ហាញខ្លួនប៉ុន្តែក្រៃមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចអុកកញ្ញាបានពន្យល់ថាលោកទៅតែទៅរកនាងនៅឯបន្ទប់តែមិនឃើញនាងនៅទីនោះប៉ុន្តែទឹកមុខស្លេកស្លាំងរបស់ Gray បានធ្វើឲ្យអុកញ៉ាមានការងឿងឆ្ងល់ Gray បញ្ញប់បញ្យល់ថាដោយសារតែធ្វើការរញ៉េរញ៉ៃបន្តិចទើបនាងជួយរៀបចំសម្អាតបន្តិចបន្តួចហើយនាងបានកុហកថានាងគ្រាន់តែចេញទៅដើរលេងបន្តិចប៉ុណ្ណោះដោយមានអារម្មណ៍ថាហិតលះហេបន្តិចទើបនាងចង់ប្រញាប់ចាក់ចេញទោះជាយ៉ាងណាក៏ដោយអុកញ៉ាបែរជារស្ងៀមហើយសម្លឹងមើលទៅសៀវភៅកំណត់ហេតុនោះមិនដាក់ភ្នែកពេលនេះបេះដូងរបស់ Gray កំពុងស្ទើរតែកង់ចេញមកក្រៅតែនាងត្រូវគេចាប់បានហើយមែនទេលើកនេះប្រាក់ដែលជាមិនរួចខ្លួនឡើយនឹកស្មានមិនដល់ថាអុកអញ្ញាសួរចំបុចទៅកាន់នាងថាអូនណាន់វាហើយមែនទេឃើញក្រេមិនឆ្លើយគាត់ក៏សួរបន្តទៀតខ្ញុំសួរអូនថាអូនណាន់វាហើយមែនទេក្រេមានន័យផ្លាយខ្លាំងប៉ុន្តែនាងនៅតែព្យាយាមរឹងមាំគិតឲ្យល្អក្រេគិតពីចំណុចខ្សោយរបស់ Noel មកទៅអ្វីដែលអាចធ្វើឲ្យគាត់ចោះចាញ់បានតែចាសបន្តមកនាងក៏សម្រេចចិត្តសាកល្បងល្បិចមួយដោយធ្វើជាអ៊ូស្ទីននឹងធ្វើជាមិនដឹងរឿងអូនមិនតន់បានណាន់វាផងវាសំខាន់ដល់ថ្នាក់នោះមែនទេមើលទៅវាចាស់ណាស់ហើយសំណាងហើយដែលអូនមិនបានបោះវាចូលបន្តមកនាងក៏ចាប់ដៃ Noel ហើយជំរុញថាចង្ក្រោមវិញទៅមិនមែនលោកក៏ចង់ឃើញអូនសាកល្បងរ៉ូបថ្មីទៅសកម្មភាពមួយនេះរបស់ Gray ធ្វើឲ្យអុកញ៉ាមានអារម្មណ៍អៀនខ្មាសមិនតិចទេមិនអាចប្រកែកបានឡើយថាវិធីនេះពិតជាមានប្រសិទ្ធភាពមែនក៏ដំណល់ថាបរិសុទ្ធដែលចាញ់បោកល្បិចបែបនេះហើយភ្លាមនោះពួកគេទាំងពីរក៏ចាក់ចេញទៅជាមួយគ្នានៅពេលដែលទ្វារចិត្តបិទមុខមាត់របស់អុកញ៉ាក៏ស្រាប់តែលេចឡើងនៅស្នាមញញឹមមួយជាស្នាមញញឹមដ៏កាចសាហាវបើបានឃើញកំណត់ហេតុនោះហើយច្បាស់ណាស់ថាពេលនេះ Gray ប្រហែលជាកំពុងរកវិធីរកកិច្ចខ្លួនហើយមែនទេអុកញ៉ាបានសន្តាន Gray នៅពេលដែលសម្រេចចិត្តទទួលយកអាពាហ៍ពិពាហ៍នេះប្រហែលជាបានស្រមេចបានជីវិតដោយហក្នុងនាមជាជំទាវអុកញ៉ាប៉ុន្តែមិននឹកស្មានថាបែរជាធ្លាក់ចូលក្នុងស្ថានភាពដែលត្រូវជាពាក់ព័ន្ធនឹងបទក្បត់ជាតិទៅវិញបញ្ហាធ្ងន់ធ្ងរនោះគឺនៅក្នុងសិភៅកំណត់ហេតុមានកត់ត្រាទុកអំពីផែនការធ្វើឃាតព្រះចៅធរាជគឺជាទង្កល់ណាស់ខ្លាំងបំផុតក្រៅពីព្រះចៅធរាជគឺគ្មាននរណាអ្នកអាចចាត់តាំងនឹងគាត់បានឡើយប៉ុន្តែធរាជចុបបនកំពុងអនុវត្តរបបផ្ដាច់ការដែលតឹងរ៉ឹងបំផុតនៅក្នុងប្រវត្តិសាស្ត្រហើយព្រះក៏កំពុងរកវិធីដើម្បីគ្រប់ Noel ផងដែរតែប៉ុន្តែធរាជមិនប៉ាំងគិតខុសទេថា Noel ពិតជាមានកម្រងការបែបនោះមែនហើយគេថែមទាំងខ្លួននឹងធ្វើកម្មភាពទៀតផងរឿងនេះធ្វើឲ្យ Gray មានការព្រួយបារម្ភយ៉ាងខ្លាំងហើយពេលដែលនាងបានឃើញខ្លឹមសារនៅក្នុងកំណត់ហេតុនោះនាងក៏មិនអាចដកខ្លួនចេញពីរឿងនេះបានទៀតទេ Gray គិតថាដោយសារជារបស់លោកអុកញ៉ាក៏ច្បាស់ជាដូច្នេះជាមួយនាងនៅនឹងកន្លែងជាមិនខានប៉ុន្តែមិនដឹងថាហេតុអ្វីលោកអុកញ៉ាបែរជាធ្វើដូចជាមិនឃើញអ្វីទាំងអស់នាងឆ្ងល់ថាតើវាអាចទៅរួចទេដែលគាត់បានឡងស្រឡាញ់នាងហើយនោះប៉ុន្តែភ្លាមនោះនាងក៏គិតឡើងវិញថារឿងនេះមិនអាចទៅរួចទេច្បាស់ជាមានហេតុផលអ្វីផ្សេងជាក់ជាមិនខានការព្រួយបារម្ភធំបំផុតរបស់នាងនៅតែរងចាំនៅខាងមុខប្រសិនបើ Noel ជោគជ័យទៅនឹងមានរឿងអ្វីកើតឡើងទៅតែទាំងមូលនឹងខ្លាយទៅជាកម្មសិទ្ធិរបស់ Noel មែនទេផ្លូវពីផ្ទះចាមអារាមទាំងឡាយអ្វីដែលនាងបានឃើញផ្ទាល់នឹង Noel ពិតជាមានភាពរងរឿងជាងកន្លែងណាទាំងអស់ក្នុងអាណាចក្រហើយរាល់កិច្ចការទាំងអស់គឺគាត់ជាអ្នកចាត់ចែងដោយខ្លួននឹងមនុស្សម្នាក់ដែលមានគេតាឈ្មោះមិនល្អនៅក្នុងកសិផ្នែកអ្នកតីសម្បីអ្នកស្រុកដែលរស់នៅទីនេះយូរឆ្នាំក៏ដោយតែគាត់តែខំប្រឹងធ្វើការយ៉ាងស្ងៀមស្ងាត់ដោយមិននឿយហត់មិនដែលត្អូញត្អែរសម្បីតែមួយម៉ាត់
ខលខើហើយក៏ឥតកតូមបណ្ដៃគាត់គឺជាម្ចាស់ទឹកដីដ៏អស្ចារ្យជំនះthôiទៅវិញអធិរាជបច្ចុប្បន្នគឺជាសេចផ្ដាច់ការយ៉ាងពិតប្រាកដប៉ុន្តែប្រសិនបើការធ្វើរដ្ឋបហាបរាជ័យនឹងអឺទីងក្រេឲ្យជាប់ពាក់ព័ន្ធហើយនាងនឹងត្រូវជួបវេសនាតែមួយដោយទៅនឹងម្ដាយរបស់នាងដែលជាមេធ្មប់ដែរត្រូវស្លាប់យ៉ាងអនុចធម៌ដោយស្នាដៃរបស់អធិរាជនៅពេលដល់ចំណុចនេះក្រេក៏សត្វស្រាប់តែមានអារម្មណ៍ក្តុកក្តួលនាងក៏ទម្លាក់ខ្លួនដេកលើក្រេភ្លាមនឹងថាហេតុអ្វីបានជាមានទឹកភ្នែករលឹងរលោងស្របពេលនោះក៏រុញធ្វើដៃចូលមកឃើញទិដ្ឋភាពនេះក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងតើមានរឿងអ្វីកើតឡើងទៅនេះហេតុអ្វីបានជាវាហាក់ដូចជាមិនដូចអ្វីដែលគាត់បានស្រមៃទុកមុនពេលជួប Grey នៅក្នុងខួរក្បាលបានគិតគូរពីសេណារីយ៉ូជាច្រើនអំពីអ្វីដែលនាងនឹងធ្វើគាត់គិតថា Grey ប្រហែលជាដូចទៅនឹងកញ្ញាទៀតដែរឬមួយក៏នាងនឹងទៅដឹងអធិរាជដើម្បីយកប្រាក់រង្វាន់ឬមួយក៏រួមដៃជាមួយគេដើម្បីដណ្ដើមអំណាចថែមទាំងអាចមានចិត្តក្អេងក្អាងទៀតផងនឹកស្មានថាខ្លួននឹងបានក្តាប់ចំណុចខ្សោយរបស់គេឲ្យប្រើវាដើម្បីគំរាមកំហែងប៉ុន្តែចុះហេតុអ្វីបានជាក្រសេះភ្នែកដែលពោពេញដោយក្តីស្រឡាញ់នេះវាបាននៃបែបនេះទៅវិញហេតុអ្វីបានជាយំខ្លាំងយ៉ាងនេះទឹកក្នុងចិត្តមានសំណួរជាច្រើនពីស្ពេញប៉ុន្តែពេលឃើញទិដ្ឋភាពបែបនេះបេះដូងរបស់គេស្រាប់តែទន់ជ្រេះគេមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួននឹងបានឡើយក៏ដើរទៅអប Grey កុំយំទៀតអីមានខ្ញុំនៅទីនេះបន្ទាប់ពីចេញពីបន្ទប់គេក៏ប្រកល់ភារកិច្ចភ្លាមឲ្យអ្នកគ្រប់គ្រងផ្ទះត្រូវប្រញាំនាំ Grey ត្រឡប់ទៅផ្ទះម្ដាយបង្កើតរបស់នាងវិញសកម្មភាពនេះធ្វើឲ្យអ្នកគ្រប់គ្រងផ្ទះមានការងឿងឆ្ងល់ប៉ុន្តែដោយតាមក្បានប្រឹងសម្ដែងតួទីនេះមកយូរហើយតើហេតុអ្វីត្រូវបោះបង់ចុះពាក់កណ្ដាលទីបែបនេះការធ្វើទេសមត្ថភាពធ្វើតែចាប់ផ្ដើមតែប៉ុណ្ណោះប៉ុន្តែលោកអុកកញ្ញានៅតែតូចដាច់ខានក្នុងរយៈពេល2អាទិត្យទៀតត្រូវតែនាំនាងត្រឡប់ទៅវិញឲ្យបានក្រែមិនដឹងអ្វីទាំងអស់អំពីការសម្រេចចិត្តនេះនាងនឹងត្រឹមតែថាបើផែនការធ្វើឃាតត្រូវបានគេដឹងអធិរាជនិងត្រកូលនោះឲ្យទាំងមូលនឹងត្រូវទួតទោសប៉ុន្តែដើម្បីរត់គេចខ្លួននឹងខ្លាចឆ្ងាយពីលោកអុកកញ្ញានាងបែរជាធ្វើមិនបានទៅវិញទោះបីជានៅមិនបានសួរអ្វីបន្ថែមប៉ុន្តែពេលចេញពីបន្ទប់គេបាននិយាយមួយខ្លះដែលធ្វើឲ្យក្រែមិនអាចកាត់ចិត្តពីក្តីព្រួយបារម្ភបាននៅក្បែរខ្ញុំវាមានគ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះសូមចាក់ចែងទៅចុះទោះជាយ៉ាងណាក៏ដោយនៅព្រឹកបន្ទាប់ក្រែធ្វើឲ្យដូចជាគ្មានរឿងអ្វីកាត់ឡើងនៅតែរីកដើរលេងក្នុងសួននាងមិនបានដឹងសំបីតែបន្តិចថាគ្រោះថ្នាក់កំពុងតែជិះចូលមកដល់ជិតហើយទោះបីជាមានអាឡាមថាមានគ្រោះថ្នាក់ព័ទ្ធជុំវិញខ្លួនសួស្តីអ្នកទោះបីជាភៀកជំខានទៀតបានលះបាំងថាពលវេទមន្តរបស់ខ្លួនក៏ដោយនាងនៅតែមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងលួចតាមដានខ្លួនដោយស្ងៀមស្ងាត់